ចំពោះទី452ចូលយើងទុកគោលការណ៍នៅក្នុងសៀវភៅមួយឡែកសិនសម្រាប់ពេលនេះផ្នែកទី2នៅខាងក្នុងអគារខ្ពស់នៃទីក្រុងខៀឈួរថ្មីនេះកេដុងសែនបានចាប់ផ្ដើមឈរឡើងហើយជារឿយដើរជុំវិញស្រះទឹកផ្ទាល់មាសនោះផ្ទុយទៅវិញកេខ្សែនបានចាប់ផ្ដើមបិទភ្នែកហើយផ្ដោតអារម្មណ៍ពេលខ្លះគាត់នឹងទទួលបានសារពីដៅហោះដែលមានឋានៈខ្ពស់បំផុតដែលតម្រូវឲ្យគាត់ដោះស្រាយកិច្ចការយោធានិងនយោបាយមួយចំនួនដែលទាក់ទងនឹងអនាគតរបស់ដាឡេដែលផ្ទាល់គួយដុងសានបានឈរនៅខេមរង្វង់សម្លឹងមើលគំនូរទាំងពីរមួយពណ៌នាអំពីពាក្យសម្ដីនិងសកម្មភាពរបស់គូកាននិងអ្នកបម្រើរបស់គាត់សៀវនីឈីវខណៈដែលមួយទៀតបង្ហាញផ្នែកខាងក្នុងនៃបន្ទប់របស់ចេនពីងអានដែលជាកណេរៃកគួយតុងសានបានចាប់ផ្ដើមធ្វើអត្ថាធិប្បាយលើគូកានថាអ្នកដែលមានឆ្អឹងលេចធ្លោស្លាប់វ័យក្មេងអ្នកដែលមានឆ្អឹងលាតត្រដាងមិនអាចឈើបានអ្នកដែលមានឆ្អឹងផ្ដេកមាននិស្ស័យកាច់សាហាវហើយអ្នកដែលមានឆ្អឹងដូចជាដែកនឹងធ្មេមានជីវិតដ៏លំបាកបំផុតហាក្មេងចំណាស់អាយតែអ្នកគិតថាប្រសិនបើគូកានក្មេងរពីសំណាក់នេះចាក់ចេញពីឋានស៊ូកលអាំងលីជូហើយមិនដែលឃើញចេនពីងអានម្ដងទៀតទេតើគាត់អាចក្លាយជាអ្នកដាំដុះរាជាណាចក្រទី5ខាងលើទី2នៅក្នុងទ្វីបប៉ៅភីងបន្ទាប់ពីលីវឡៃឆេងនៃហ្វេងវេហ្វឺរីបានទេគួយចាន់បាក់ភ្នែកឡើងហើយងឹកក្បាលដោយនិយាយថាវាទំនងជាទំនងណាស់នៅក្នុងពិភពលោកដ៏ច្របូកច្របល់នេះគូកានពិតជាកំពុងរីកចម្រើនមែនគួយដុងសានញឹមហើយនិយាយថាអាចរចាស់ឯងមានអ្វីនិយាយឥឡូវនេះទោះបីជាធម្មពលជីវិតរបស់ចាន់ហ្វាយខ្ញុំត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយសូម្បីតែគ្រឹះនៃដាវរបស់គាត់ក៏រងរបួសដែរទីបញ្ចប់នេះមិនមានគ្រោះថ្នាក់ដូចដែលវាហាក់ដូចជានោះទេឯងមិនខកចិត្តជាងចាន់ហ្វាយខ្ញុំទេហាអ្នកបានរៀបចំការសាក់លបងចំនួន4យ៉ាងយកចិត្តទុកដាក់ប៉ុន្តែចាន់ហ្វាយខ្ញុំទទួលស្គាល់ការបរាជ័យដែលផ្ទាល់នៅក្នុងការសាក់លបងលើកទី3ដែលជាបញ្ហានៃធម្មជាតិពិតរបស់គាត់ដែលសារតែជ្រៅក្នុងចិត្តគាត់នៅតែជឿថាការទទូចលើសកម្មភាពរបស់គូកាន់គឺខុសហើយគាត់មិនអាចសម្លាប់គូកាន់ដោយកណ្ដាប់ដៃតែមួយបានទេហើយគាត់ក៏មិនអាចបោះបង់ចោលគូកាន់បានដែរដំបូងគាត់បានយកឈ្នះលើបិស្នេហ៍ធម្មជាតិពិតរបស់គាត់ដែលបំបែកធាតុទី2ដែលគាត់បានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់វត្ថុកំណើតនេះតាមរយៈឱកាសនេះមិនត្រឹមតែប្រែក្លាយភាពលំបាកពីមុនរបស់នឹកទៅជារឿងកំ pl ែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងអនុញ្ញាតឲ្យស្វាមីរបស់ខ្ញុំធ្វើការសម្គាល់យ៉ាងច្បាស់លាស់ម្ដងទៀតនិងជ្រើសរើសផ្លូវតូចចង្អៀតបំផុតដែលគ្មានផ្លូវវាងគាត់បានដាក់អារម្មណ៍និងច្បាប់មួយឡែកជាបណ្ដោះអាសន្នឈប់រអ៊ូតាមលើអំណះអំណាងផ្នែកច្បាប់និងសំហេតុផលហើយចាប់ផ្ដើមតាមដានប្រភពដើមខណៈពេលកំពុងគិតអំពីចំណុចល្អនិងចំណុចអាក្រក់ទាំងនេះស្វាមីខ្ញុំជាលើកដំបូងបានចាប់ផ្ដើមបោះចំហៀនចេញពីវងភាពមិនអាចខុសឆ្គងរបស់គាត់បំបែករបាំងលែងត្រូវបានរឹតបន្តឹងដោយហេតុផលទៀតហើយចាប់ផ្ដើមបោះចំហៀនចូលទៅក្នុងពិភពលោកដ៏ធំទូលាយកន្លែងណាដែលបេះដូងគាត់នាំទៅគ្មានកន្លែងណាដែលគាត់មិនអាចទៅបានឡើយគួយចាន់បានឆ្លើយតបដោយមិនពាក់ព័ន្ធថាខ្ញុំបាននិយាយថាអ្នកទើបតែរៀនសិល្បៈនិពន្ធដែលយើងបានបោះបង់ចោលនៅពេលនោះហើយបានចាប់ផ្ដើមសិក្សាពីបាំងមេរីឌៀនហើយយូណេគួយដុងសានសាច់ចំអកហើយនិយាយថាភាពជោគជ័យបន្តិចបន្តួចគឺគ្មានអ្វីត្រូវនិយាយទេគ្មានអ្វីត្រូវនិយាយទេវាមិនអាចប្រៀបធៀបទៅនឹងផែនការដ៏អស្ចារ្យរបស់អ្នកអស់ជាច្រើនសតវត្សមកហើយទេមនុស្សចាស់គួយចាន់សាច់ចំអកថាបែងចង់និយាយវាគ្រាន់តែនិយាយទៅហេតុអ្វីត្រូវទប់ចិត្តតែងគិតថាខ្ញុំនឹងអង្វែងឲ្យប្រាប់ខ្ញុំអំពីសិទ្ធិភាពដ៏ជ្រាលជ្រៅដែលទើបដឹងថ្មីទាំងនោះមែនទេគួយដុងសានត្រដុសដៃរបស់គាត់ហើយនិយាយថាដោយសារអាចឆ្កែចាស់នោះបានខំប្រឹងអង្វល់ខ្ញុំយ៉ាងនេះខ្ញុំនឹងប្រាប់អ្នកពីយើងគួរឲ្យចាប់អារម្មណ៍មួយដែលខ្ញុំប្រកាសថាអ្នកក៏ចង់ដឹងចង់ឃើញដែរខ្ញុំសួរអ្នកគួយអាចឆ្កែចាស់ថាតែអ្នកមិនចង់ដឹងទេថាប្តីរបស់ខ្ញុំបានប្រឡងជាប់ដល់ពុកក្មេកនិងម្ដាយក្មេកគ្នាពេលអនាគតរបស់គាត់យ៉ាងដូចម្ដេចក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ភ្នំអាប់សេដដាវនោះទេខ្ញុំអាចផ្ដល់ឲ្យអ្នកនៅតម្រុយមួយវាមានទំនាក់ទំនងបន្តិចបន្តួចជាមួយគូកានឃើញខៀនបាននិយាយដោយស្ងប់ស្ងាត់ថាត្រឡប់ទៅផ្ទះសីនៅលើភ្នំដួររលំវិញលោកតាបាននិយាយថាគ្រោះថ្នាក់ដ៏ធំបំផុតរបស់ខៀនភេងហ្គេននៅលើភ្នំ Upset Down និងកំពែង Sword គឺស្ថិតនៅលើការទម្លុះឆ្លងកាត់អាណាចក្រពីអាណាចក្រទី4ក្នុងពេលតែមួយដោយឈានដល់កម្ពុជាអាណាចក្រទី6នៃសិល្បៈក្បាច់គុនបុរសដែលមានល្បិចចក្រដូចជាខៀនភេងហ្គេនប្រកាសជាបានគិតអំពីរឿងនោះដោយវិនិច្ឆ័យពីសញ្ញាបច្ចុប្បន្នសមត្ថភាពរបស់ខៀនភេងហ្គេនក្នុងការគ្រប់គ្រងចិត្តអ្នកកណ្ដាប់ដៃរបស់គាត់ដល់កម្រិតនេះប្រហែលជាមិនគ្រប់គ្រាន់ពីឋានស៊ូកាជូកទេវាទំនងជាមកពីការធ្វើតេស្តដែលឪពុកក្មេករបស់គាត់កំពុងផ្ដល់ឲ្យគាត់មានហាងមួយលក់ស្រាស្រើសាលីនៅលើភ្នំ Upset Down ការផឹកវាធ្វើឲ្យមនុស្សម្នាក់ភ្លេចកង្វល់ដូច្នេះវាគួរតែខៀនភេងហ្គេនបានឈានដល់អាណាចក្រទី6រួចហើយនៅពេលនោះ
របៀបដែលគាត់បានធ្វើវានិងរបៀបដែលគាត់បានត្រឡប់ទៅអាណាចក្រដើមរបស់គាត់វិញគឺចម្លែកពេកនៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះក៏មានបុព្វបុរសចាស់នៃសាលាផ្សេងដែលបានលក់ស្រាអស់រយៈពេលជាច្រើនឆ្នាំគ្មានអ្វីសំខាន់នោះទេទោះបីជា Ken Pengen បានឡើងទៅស្ថានសួគ៌ក្នុងជំហានមួយហើយក្លាយជាអ្នកដាំដុះអមតៈផែនដីក៏ដោយខ្ញុំនឹងមិនភ្ញាក់ផ្អើលទេដូច្នេះតា Ken Pengen បានយកឈ្នះលើឧបសនីដោយរបៀបណាវាសាមញ្ញណាស់គូស្វាមីភរិយាតាពីរគូដែលជាអ្នកដាវអមតៈដ៏អស្ចារ្យមកពីកំពែងដ៏អស្ចារ្យ Sword បានក្លែងខ្លួនជាអ្នកដាកាត់ហើយបានញុះញង់ Ken Pengen ដែលចិត្តណែនៅហាងលក់ស្រាក្នុងទឹកដីដ៏មានពណ៌យួងលែងនេះបានធ្វើឲ្យ Ken Pengen បាត់បង់កំហឹងបោះបង់ចោលអនាគតសិល្បៈក្បាច់គុណរបស់គាត់ហើយបំបែកឆ្លងកាត់អាណាចក្រក្នុងស្ថានភាពអស់សង្ឃឹមទាំងអស់នេះដើម្បីនិយាយពាក្យពីរបីម៉ាត់អំពីយុត្តិធម៌សម្រាប់ឪពុកម្ដាយរបស់ក្មេងស្រីជាទីស្រឡាញ់របស់គាត់គុយដងសានសាច់ចំអករួចនិយាយថាមនុស្សចាស់ឯងនេះឯងនៅតែជាមនុស្សពូកែម្នាក់ប៉ុន្តែត្រូវប្រយ័ត្នពាក្យសម្ដីរបស់ឯងនៅថ្ងៃអនាគតប្តីខ្ញុំមិនត្រូវបានគេហៅថាមានល្បិចកលទេគាត់គ្រាន់តែគិតអ្វីគ្រប់យ៉ាងជានិច្ចហើយមានទេពកោសល្យក្នុងការឆ្លាតគាត់ខុសគ្នាទាំងស្រុងពីយើងដែលកើតមកមានគំនិតអាក្រក់ពេញពោះគួយច័ន្ទសាច់ចំអកថាខ្ញុំគិតថាអ្នករាល់គ្នានៅខាងកំពែងដាវជីគិតថាចេនពីងអានមិនល្អគ្រប់គ្រាន់សម្រាប់នាងយ៉ាវទេខេកជេនបានបន្តថានៅពេលនោះគាត់សុខចិត្តលះបង់អនាគតសិល្បៈក្បាច់គុណរបស់គាត់ដើម្បីឆ្លងកាត់ការសាកល្បងលើភ្នំ Upside-down Mountain ប្រសិនបើគាត់មិនព្រមស្នាក់នៅ Gurkhan ឥឡូវនេះទេតា Ken Pengen អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងស្ថានភាពនេះដោយរបៀបណាតើមានមនុស្សឆ្លាតប៉ុន្មានអ្នកដែលយើងបានឃើញដែលមិនព្រមបោះបង់ចោលនៅថ្ងៃនេះប៉ុន្តែគិតថាពួកគេអាចបោះបង់ចោលនៅពេលដែលពួកគេមានអ្វីដែលត្រូវខាត់បង់ច្រើនជាងនេះគុយដងសានកាន់តែមានការភ័ន្តច្រឡំគុយច័ន្ទឯងនិយាយរឿងល្អអំពីម្ចាស់ខ្ញុំទៀតហើយឯងវង្វេងស្មារតីហើយកុំធ្វើបែបនេះអីបែងពិតជាមានបញ្ហាផ្លូវចិត្តមែនមិនអីទេរងចាំរហូតដល់រឿងធំនោះចាប់សិនមុននឹងឯងឈួតក្នុងករណីអាក្រក់បំផុតខ្ញុំនឹងទុកចានតូចមួយសម្រាប់អ្នកនៅច្រាក់ជោបផ្ទះសីនៅលើភ្នំលូប៉ូគុយច័ន្ទចង្អុលទៅបន្ទប់ដែលមានគំនូរងាកទៅមើលគុយតុងសានហើយសាច់ចំអកថាតើខ្ញុំបានប្រាប់អ្នកពីអ្វីមុនការលំបាកទី4គឺពិបាកព្រោះមានការលំបាករាប់មិនអស់តែអ្នកដឹងទេថាការលំបាកទី4ទើបតែចាប់ផ្ដើមកាន់តែខិតខំប្រឹងប្រែងចេនពីងអានឥឡូវនេះគាត់នឹងប្រជុំមុខនឹងងប់ស្កាន់តែច្រើននៅពេលក្រោយនៅពេលនោះខ្ញុំប៉ាន់ស្មានថាអ្នកនឹងអង្វរខ្ញុំឲ្យចុះចាញ់ហើយបាត់បង់កម្លាំងពាក់កណ្ដាលរបស់អ្នកហើយអ្នកនឹងត្រូវព្រួយបារម្ភអំពីថាតាចេនពីងអានឈួតទាំងស្រុងឬគុយតុងសានលែងធ្វើពុតជាស្រួលទៀតហើយក៏អង្គុយចុះវិញហើយនិយាយយឺតថាលទ្ធផលនៃជ័យជំនះបណ្ដោះអាសន្នអាស្រ័យលើកម្លាំងប៉ុន្តែលទ្ធផលនៃជ័យជំនះដ៏អស់ក្លឹបអាស្រ័យលើហេតុផលគុយច័ន្ទសាយហើយនិយាយថាចុះបើពេលវេលានេះមានរយៈពេលរាប់ទសវត្សរ៍ឬសូម្បីតែ100ឆ្នាំដែលជាជីវិតរបស់អ្នកប្រាជ្ញធម្មតាម្នាក់តើអ្នកនឹងធ្វើអ្វីបន្ទាប់មកហើយតើចេនពីងអាននឹងធ្វើអ្វីគុយដងសានបាននិយាយដោយទឹកមុខមឹងម៉ាត់ថាអ្នកគួរតែរៀនពីម្ចាស់របស់ខ្ញុំហើយដឹងពីរបៀបប្រព្រឹត្តចំពោះមនុស្សដែលសឹកបុរសខ្ញុំគុយដងសានគឺជាម្នាក់ក្នុងចំណោមពួកគេដូច្នេះកុំមានចរិតឆេវឆាវខ្លាំងពេកនៅទីនេះគុយច័ន្ទញឹមបន្តិចរួនស៊ីវនិងក្រុមរបស់នាងបានចូលលេងហ្គេមហើយលីវឡៃឆេងម្ចាស់កោះកុងលីវដែលស្ទើរតែត្រូវបានបឹងស៊ូជីនបំភ្លេចចោលក៏នឹងចូលលេងហ្គេមឆាប់នេះដែរប្រហែលជាវាជាការប្រសើរជាងក្នុងការមកដល់ទាន់ពេលវេលាជាងមកដល់មុនគុយដងសានងាក់ក្បាលហើយនិយាយថាខ្ញុំមិនស្ដាប់ទេអ្នកគ្រាន់តែនិយាយមិនសមហេតុផលប៉ុណ្ណោះគុយច័ន្ទបាននិយាយយឺតថានេះជាតម្លៃនៃការវែកញែកនៅក្នុងផ្លូវ Mudball Alley យើងបានឲ្យត្រីភពមួយក្បាលដែលជាប់នឹងឈានដល់ដំណាក់កាលប្រឡឹងថ្មីដោយឥតគិតថ្លៃនៅក្នុងប្រឡាយ Geoling យើងបានបាត់បង់ត្រាភ្នំរបស់ Junction នៅក្នុងទីក្រុងនេកចាស់យើងស្ទើរតែត្រូវបានឌូម៉ាចាក់ស្លាប់វាហាក់ដូចជាម្ចាស់របស់អ្នកមិនបានរងទុក្ខគ្រប់គ្រាន់ទេហើយតម្លៃក៏មិនខ្ពស់គ្រប់គ្រាន់ដែរវាមិនមានបញ្ហាទេលើកនេះនៅបឹង Shodian គាត់អាចស៊ីរហូតដល់គាត់ឆ្អែតគុយដងសាននៅអង្គុយរេរាទៅមកហើយនិយាយថាខ្ញុំមិនចង់ស្ដាប់សំឡេងសូត្រធម្មរបស់ជនពៀនេះទេសំឡេងសូត្រធម្មរបស់ជនពៀចាស់គឺស្ដាប់ទៅមិនសប្បាយចិត្តបំផុតគុយច័ន្ទបានញាក់ក្បាលមកមើលគុយច័ន្ទក្មេងម្នាក់នេះបែងមានឱកាសទៅភ្នំលូពុំដងទៀតចូលចាំថាត្រូវប្រព្រឹត្តចំពោះជីតារបស់ហែងហើយបានល្អបើខ្ញុំជាជីតារបស់ហែងពេលនោះហើយដែលអញវែងរហូតដល់ស្លាប់បើអញឃើញហែងបែបនេះគួយដងសានមិនត្រឹមតែអង្រួនគូតរបស់គាត់ប៉ុណ្ណោះទេថែមទាំងចាប់ផ្ដើមក្រវីដៃអាវធំទាំងពីររបស់គាត់ពណ៌ស្ដូចព្រិលទៀតផងគុយច័ន្ទបានរអ៊ូទាំងខ្លួនឯងថាតើខ្ញុំកំពុងព្យាយាមបង្ខំខ្លួនឯងឲ្យស្លាប់នៅលើផ្លូវដ៏សាហាវមែនទេនៅពេលដែល Ken Pengen ដាក់ប៊ីចរបស់គាត់ចុះគាត់ស្រាប់តែគិតសម្គាល់ឃើញព្រះអាទិត្យនៅខាងក្រៅ
បន្ទាប់ពីគិតមួយសន្ទុះគាត់ក៏ចេញពីផ្ទះហើយចាប់ផ្ដើមបញ្ចេញខ្យល់ចេញពីស្លឹកអេសេបន្ទះសេជាច្រើនមានតួអក្សរឆ្លាក់នៅសងខាងមិនមែនដោយសារតែមិនមានសេគ្រប់គ្រាន់នោះទេប៉ុន្តែដោយសារតែមនុស្សម្នាក់នឹងជួបប្រទះប្រយ័ត្នសេតាមផ្លូវនៅពេលធ្វើដំណើររាប់ពាន់ម៉ាយទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបានអានច្រើននៅពេលនោះខ្ញុំបានរកឃើញការពិតជាច្រើនទោះបីជាសាសនាទាំង3និងសាលាគំនិតរាប់រយមានពូជសាសន៍ខុសគ្នាក៏ដោយប្រយោគមួយចំនួននៅលើបន្ទះសេនៅតែជិតស្និទ្ធពូជសាសន៍នៅក្នុងលទ្ធខុងជីគឺខុសគ្នាប៉ុន្តែវានៅតែដូចជាសាច់ញាតិផ្ទាល់សាសនាទាំង3គឺខុសគ្នាប៉ុន្តែវាដូចជាអ្នកជិតខាងជិតស្និទ្ធសាសនាទាំង3និងសាលាគំនិតផ្សេងទៀតគឺដូចជាអ្នកស្គាល់គ្នាធម្មតាឬសាច់ញាតិឆ្ងាយដែលមិនបានតាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំខណៈពេលដែលលោក Chen Pengen កំពុងហាស្លឹកកែស៊ីចេញគាត់បានរើសយកមួយក្នុងចំណោមស្លឹកកែស៊ីទាំងនោះនៅផ្នែកខាងមុខមានសុភាសិតរបស់ខុងជាមួយខ្លះថាអ្វីមានស្គាល់និងមេឃរបស់វាកិច្ចការមានការចាប់ផ្ដើមនិងទីបញ្ចប់របស់វាការដឹងថាអ្វីមកមុននិងអ្វីមកក្រោយគឺជាការនៅចិត្តមកអ្នកផ្ទុយទៅវិញគឺពាក្យរបស់អ្នកកាន់សាសនាតៅថាស្ថានសួគ៌និងផែនដីមានសម្រស់ដ៏អស្ចារ្យប៉ុន្តែមិននិយាយអំពីវាទេរ៉ាប៊ើទាំង4មានច្បាប់ច្បាស់លាស់ប៉ុន្តែមិនពិភាក្សាអំពីវាទេអ្វីទាំងអស់មានគោលការណ៍ពីកំណើតប៉ុន្តែមិនពន្យល់ពីវាទេទោះជាយ៉ាងណាក៏ដោយបន្ទះសេនេះពិតជាពិសេសណាស់បន្ទាប់ពីលោក Chen Pengen បានអានគម្ពីរព្រះពុទ្ធសាសនារួចលោកបានប្រើកាំបិតឆ្លាក់ដើម្បីឆ្លាក់ពាក្យព្រះពុទ្ធសាសនាមួយជាអក្សរតូចជាងបន្តិចនៅខាងនៃបន្ទះសេមួយថាគោលការណ៍ដ៏ជ្រាលជ្រៅរបស់ព្រះពុទ្ធទាំងអស់មិនតាក់ទងនឹងពាក្យពេចន៍ទេមានបន្ទះសេមួយដែលមានសិលាចារឹកថាសុភាពបរិសុទ្ធផ្ដោតលើមូលដ្ឋានគ្រឹះនៅពេលដែលមូលដ្ឋានគ្រឹះត្រូវបានបង្កើតឡើងមេឃលាក៏កើតឡើងនៅម្ខាងនឹងពុទ្ធពិសិដ្ឋថាគ្មានធនធារណាមួយដែលព្រះតថាគតអាចនិយាយបាននោះទេបន្ទាប់ពីលើសវាឡើងហើយសូមសូត្រវាដោយស្ងៀមស្ងាត់ម្ដងរួចដាក់វាចុះដៃថ្នាំចេនពីងអានបានរើសយកក្រដាសអេសេមួយទៀតសិលាចារឹកនោះសរសេរថាច្បាប់គឺស្មើគ្នាដែលគ្មានឋានៈខ្ពស់ឬទាបនិងមនុស្សអាចមកពីទិសខាងជើងឬទិសខាងត្បូងប៉ុន្តែធម្មជាតិព្រះពុទ្ធគ្មានឋានៈខ្ពស់ឬទិសខាងត្បូងទេផ្នែកខាងក្រោយសរសេរថាអ្នកគ្រប់គ្រងនិងប្រជានុរាស្ត្រថ្នាក់លើនិងថ្នាក់ក្រោមសុទ្ធតែគោរពច្បាប់ជាចុងក្រោយចេនពីងអានបានរើសយកបន្ទះសេមួយនៅផ្នែកខាងមុខមានសិលាចារឹកថាគ្មានអ្វីសោកសៅជាងបេះដូងស្លាប់នោះទេការស្លាប់ខាងរូបកាយគឺជារឿងបន្ទាប់បន្សំនៅផ្នែកខាងក្រោយមានសិលាចារឹកថានៅពេលដែលស្ថានភាពអាក្រក់បំផុតការផ្លាស់ប្ដូរគឺចាំបាច់ការផ្លាស់ប្ដូរនាំទៅរកវិជ្ជភាពនាំទៅរកអាយុយឺនយូរមេឃរដូវស្លឹកឈើជ្រុះច្បាស់ល្អហើយព្រះអាទិត្យកំពុងរះភ្លឺចែងចាំងចេនពីងអានបានបង្ហាញបន្ទះសេទាំងអស់បន្ទាប់មកអង្គុយចុះនៅក្នុងអ្វីដែលហាក់ដូចជាកណ្ដាលនៃកន្លែងទទេមួយដៃរបស់គាត់បានដាក់ចូលទៅក្នុងដៃអាវរបស់គាត់ហើយមើលជុំវិញគាត់អង្គុយនៅទីនោះរហូតដល់ព្រះអាទិត្យចាប់ផ្ដើមរះចាំលើភ្នំមុនពេលដែលចេនពីងអានចាប់ផ្ដើមប្រមូលស្លឹកអេសេម្ដងមួយហើយដាក់វាចូលក្នុងធុងតូចមួយចូលយើងដាក់គោលការណ៍ទាំងអស់នៅក្នុងសៀវភៅទាំងនោះមួយឡែកសិនសម្រាប់ពេលនេះគោលការណ៍មាននៅក្នុងសៀវភៅប៉ុន្តែរបៀបធ្វើជាមនុស្សគឺនៅក្រៅសៀវភៅនេះគឺជាគោលការណ៍មួយដែល Chen Pengen បានដឹងរួចហើយមុនពេលដែលឋានសុខលាអង្គលីជូបានបែកបាក់និងដួលរលំលើសពីនេះទៅទៀតវាមិនមែនជាអ្វីដែលគាត់បានអាននៅក្នុងសៀវភៅទេវាជាអ្វីមួយដែលអ្នកផ្សេងបានពន្យល់យ៉ាងយកចិត្តទុកដាក់ហើយគាត់បានស្ដាប់វាដោយយកចិត្តទុកដាក់ពេលដែល Chen Pengen រៀបចំបន្ទះអេសេទាំងអស់រួចរាល់គាត់ក៏បានឃើញ Gekenda មកជាមួយត្រីភក់តូចហើយក្រវីដៃដាក់គាត់ចេនពីងអានបានបិទទ្វារហើយដើរឆ្ពោះទៅរកគូកានដោយធ្វើដំណើរជាមួយគ្នាទៅកាន់វិមានដ៏ប្រណីតនោះដែលមានទ្រព្យសម្បត្តិស្មើនឹងទ្រព្យសម្បត្តិរបស់រាជវង្សគំនូរពណ៌ស្រស់ឆើតឆាយពីផ្ទាំងរបស់ទេវតាទ្វារត្រូវបានបិទភ្ជាប់នៅលើច្រកទ្វារធំចេនពីងអានសម្លឹងមើលពួកគេហើយរអ៊ូទាំងក្នុងចិត្តថាពួកគេអាចបញ្ឈប់ខ្មោចបានប៉ុន្តែពួកគេមិនអាចបញ្ឈប់មនុស្សបានទេគូកាន់បានសួរថាមានរឿងអ្វីបន្ទាប់មកគាត់បានត្អូញត្អែថាអ្នកទូចចង់ផ្លាស់ទៅតំបន់ក្បែរទ្វារភ្នំជាកន្លែងដែលអ្នកមិនអាចភ្ជួររូបសំណាកព្រះទ្វារដ៏ល្អមួយបានឡើយទ្រុឌទ្រោមណាស់ចេនពីងកែនញឹមហើយនិយាយថាតោះទៅញ៉ាំអាហារពេលពួកគេមកដល់តុអាហារពេលល្ងាចពួកគេបានរកឃើញថាម្ដាយរបស់គូកានបានចាក់ស្រាឲ្យទាំងចេនពីងអាននិងគូកានរួចហើយសត្វឡោចតូចមួយក្បាលអង្គុយក្បែរគូកានតាមពិតវាមិនចូលចិត្តញ៉ាំរបស់ទាំងនេះទេប៉ុន្តែវាចូលចិត្តអង្គុយនៅទីនេះហើយញ៉ាំជាមួយម្ដាយនិងកូនប្រុសដែលធ្វើឲ្យវាមានអារម្មណ៍ដូចជាមនុស្សម្នាក់តាមពិតទៅគូកានបានព្រមព្រៀងជាមួយម្ដាយរបស់នាងថាមិនផឹកស្រានៅយប់នេះទេដូច្នេះនាងមានការព្រួយបារម្ភបន្តិចថាចេនពីងអាននឹងខឹងប៉ុន្តែបន្ទាប់មកគាត់បានឃើញ Chen Pengen លើកកែវស្រារបស់គាត់លើកកែវស្រាជូនមីងរបស់គាត់ហ
haiបន្ទាប់មកចាក់ស្រាមួយខែឲ្យខ្លួនឯងបន្ទាប់ពីញ៉ាំមួយពេលគាត់ក៏ចាប់ផ្ដើមរើសអាហារអំឡុងពេលញ៉ាំអាហារស្ត្រីភាគច្រើនជែកគ្នាអំពីរឿងតូចតាចនិងគួរឲ្យចាប់អារម្មណ៍ដែលបានកើតឡើងនៅក្នុងឋានសួគ៌លាអង្គលីជូនៅពេលនោះចេនពីងអានមិនបាននៅស្ងៀមគ្រប់ពេលនោះទេគាត់តែងតែនិយាយអំពីភាពរស់រវើកបច្ចុប្បន្នរបស់ស្រុកឡុងខ្វានពួកគេទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងបន្ទាប់ពីគូកាន់ផឹកស្រាមួយខែរួចគាត់មានអារម្មណ៍ថាដូចជាគាត់អាចផឹកស្រារាប់រយផោនដោយមិនស្រវឹងដោយមិននឹកស្មានដល់ចេនពីងអានបានចាក់ទឹកត្រជាក់លើភាពរីករាយរបស់គាត់ដោយនិយាយថាអ្នកនៅក្មេងទោះបីជាអ្នកដាំដុះជីលើនេះក៏ដោយស្រាស្រែកក្អែកនៅតែអាចផ្ដល់អត្ថប្រយោជន៍ដល់ការដាំដុះរបស់អ្នកគួរតែផឹកតិចជាងប្រសិនបើអ្នកពិតជាសប្បាយចិត្តមែនចូលផឹក3ពែងគូកាន់បានធ្វើមុខមួយរួចនឹកក្បាលយល់ព្រមស្ត្រីនោះបានបិទមាត់ហើយសាយនាងនឹងរីករាយខ្លាំងណាស់ប្រសិនបើឃើញខេនភេងហ្គេនយកចិត្តទុកដាក់បន្ថែមចំពោះកូនប្រុសរបស់គាត់ហ្គើខេនក្នុងរឿងតូចតាចដែលគ្មានគ្រោះថ្នាក់ទាំងនេះជាពិសេសបន្ទាប់ពីមេតបតូចបាននិយាយដោយឥតណាអំពីខ្សែក្បូងថ្មដែលសរសេរថាខ្ញុំពូកែខាងបណ្ដុះស្មារតីដ៏ថ្លៃថ្នូររបស់ខ្ញុំស្ត្រីនោះបានគិតអំពីវាអស់រយៈពេលពាក់កណ្ដាលយប់ហើយមានអារម្មណ៍ថាវាជារឿងល្អយ៉ាងហោចណាស់វានឹងធ្វើឲ្យលេវហ្វីណែលមានការប្រុងប្រយ័ត្នជាងមុនដែលរ៉ាបណាឆេនភេងហ្គេនមានសមត្ថភាពការពារខ្លួនយ៉ាងហោចណាស់វាមានន័យថាគាត់នឹងមិនមែនជាបន្ទុកដល់ហ្គើខេនរបស់នាងទេមែនទេចំពោះអំណះអំណាងត្រឹមត្រូវនឹងខុសឆ្កឹងទាំងនោះនាងយល់ថាវាគួរឲ្យរំខានហើយមិនគិតថាខេនភេងហ្គេននឹងធ្វើបាបហ្គើខេនដែលចិត្តណែនោះទេដែលរ៉ាបណាខេនភេងហ្គេនមិនបានធ្វើអំពើល្អដែលប្រែជាអាក្រក់ហើយមិនមែនជាប្រភេទមនុស្សដែលប្រព្រឹត្តដោយមិនប្រុងប្រយ័ត្ននាងនឹងអនុញ្ញាតឲ្យខេនភេងហ្គេនស្នាក់នៅលើកោះអ៊ីងជាបន្ទាប់ពីញ៉ាំអាហាររួចចេនពីងអានបានចាប់ផ្ដើមដើរតែម្នាក់ឯងតាមទម្លាប់របស់គាត់តាមបណ្ដោយផ្លូវម៉ាត់បឹងជុំវិញកោះឈីងស៊ីខ្ញុំដើរវង្វេងដោយគ្មានគោលដៅហើយឈប់ជាញឹកញាប់ពេលខ្លះមនុស្សម្នាក់អាចជួបប្រទះនឹងអ្នកដាំដុះមួយចំនួនមកពីកោះឈីងស៊ីដែលភាគច្រើនជាអ្នកដាំដុះជីវ័យក្មេងនិងមានឋានៈទាបនៅក្នុងអាណាចក្រទាំង5ខាងក្រោមចំពោះអ្នកបម្រើនិងអ្នកបម្រើស្រីជាធម្មតាពួកគេមិនហ៊ានចាក់ចេញពីលំនៅឋានផ្សេងដោយគ្មានការអនុញ្ញាតឡើយពេលពួកគេឃើញខេនភេងហ្គេនពួកគេទាំងអស់គ្នាហៅគាត់ថាលោកខេនព្រោះពួកគេមិនដឹងអំពីប្រវត្តិរបស់យុវជននោះទេពួកគេគ្រាន់តែថាគាត់ជាភ្ញៀវកិត្តិយសដែលត្រូវបានហ្គើខេនអញ្ជើញដោយផ្ទាល់ទៅកាន់កោះអ៊ីងជាមិនត្រឹមតែប៉ុណ្ណោះហ្គើខេននឹងទៅផ្ទះនៅច្រកទ្វារភ្នំជារៀងរាល់ថ្ងៃដើម្បីអង្គុយជែកជាមួយភ្ញៀវកិត្តិយសរូបនេះមួយសន្ទុះនេះជារឿងដ៏កម្រមួយទោះជាយ៉ាងណាក៏ដោយនៅពេលដែលគណេរ៉ៃកោរូបនេះក្លាយជាមនុស្សដែលគួរឲ្យស្រឡាញ់ចំពោះមនុស្សគ្រប់គ្នាគាត់ក៏ក្លាយជាមនុស្សដែលមិនអាចទីទុកជាមុនបានដែលបានធ្វើឲ្យអារម្មណ៍កោតសរសើររបស់មនុស្សចំពោះគាត់ថែចុះតើវាគ្រាន់តែជាការបន្លំភ្នែកទេប្រហែលជាគាត់ជាអ្នកភូមិជាមួយហ្គើជាមេទ័រមកពីដាឡេប្រហែលជាសមាជិកវ័យក្មេងនៃគ្រួសារស្ត្រីនោះចេនពីងអានបានឈប់ដើរលើផ្លូវស្ងាត់មួយឈរនៅពីមុខពួកគេមានមនុស្ស2នាក់ចៅជឺដែលជាបងប្រុសច្បងម្នាក់របស់គូកាននិងលូសៃសាងដែលគូកានគោរពលូសៃសាងគឺជាបុរសវ័យក្មេងសង្ហាម្នាក់ស្លៀកពាក់ពណ៌អាយុជិត30ឆ្នាំប៉ុន្តែចិត្តនិងរូបរាងរបស់គាត់នៅតែដូចក្មេងប្រុសគាត់ប្រហែលជាបានទៅដល់អាណាចក្ររងភ្នំនៅពេលគាត់នៅជាក្មេងជំទង់ទើបមានរូបរាងក្មេងបែបនេះបង្ហាញថាអ្នកហ្វឹកហាត់ប្រលឹងដាំដំបងចាស់មកពីបឹងស៊ូជៀនដែលជាអ្នកហ្វឹកហាត់ម្នាក់ក្នុងចំណោមអ្នកហ្វឹកហាត់មួយចំនួនតូចដែលនៅសេសសល់មានទស្សនវិស័យដ៏អស្ចារ្យក្នុងការយកលូសៃសាងជាសិស្សរបស់គាត់សម្រាប់ភាពឯកាលូសៃសាងមិនអើពើនឹងឆាវសេដែលឈប់រួចហើយបានដើរទៅមុខពី3ចំហៀនមុខរបស់នាងខ្មែរស្រអែមអ្នកឈ្មោះឆេនពីងអានខ្ញុំណែនាំអ្នកឲ្យឈប់ចង្អុលរ៉ាំដៃទៅកាន់នៅថ្ងៃអនាគតឆេនពីងហ្គេនបានសួរដោយផ្ទាល់ថាបើមិនដូច្នោះទេយ៉ាងម៉េចដែរលូសៃសាងមានការភ្ញាក់ផ្អើលបន្តិចហើយហៀបនឹងនិយាយភ្នែករបស់ខេនភេងហ្គេនបានរំលងលកេសិងរួចហើយឥឡូវនេះបែរជាផ្ដោតលើខៀវសេដែលចាត់ទុកខ្លួនឯងថាជាមនុស្សក្រៃបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះគាត់បាននិយាយពាក្យចម្លែកមួយថាកុំបារម្ភរឿងនេះនឹងមិនកើតឡើងម្ដងទៀតទេឆាវសេស្ទាក់ស្ទើរចង់និយាយតែទឹកមាត់ចេនពីងហ្គេនងឹកក្បាលហើយនិយាយថាមិនចាំបាច់បញ្យល់ទេខ្ញុំដឹងហើយខ្ញុំគ្រាន់តែមិនចង់ហេវាប៉ុណ្ណោះលូសៃសាងសម្លឹងមើលយុវជនដែលមើលទៅស្លេកស្លាំងដោយទឹកមុខស្រពោនបាននិយាយទាំងសើចចំអកថាមាត់ធំលេតើកាន់បានផ្ដល់ភាពក្លាហានដល់អ្នកមែនទេចេនពីងអានដែលមើលទៅដូចជាបរិសជឺបានលាតដៃម្ខាងចេញផ្ដេកឆាវសេចង់ដាក់ថេដោយសភីវប៉ុន្តែគាត់មិនចង់បង្ហាញភាពទន់ខ្សោយនៅចំពោះមុខលូឆៃសាងដែលជាមនុស្សក្រៅមកពីកោះឈីងស៊ីទេដូច្នេះគាត់ក៏បង្ខំខ្លួនឯងឲ្យរក្សាភាពស្ងប់ស្ងាត់ពិភពលោកស្ងាត់ឈឹងលូឆៃសាងសើចខ្លាំងថាតើអ្នកកំពុងធ្វើអ្វី
ចេនពីងអានជ្រុញចិញ្ចាមហើយរអ៊ូเต็มខ្លួនឯងថាមិនមកទេឯងបានគិតរឿងនេះចាប់ហើយយឺនៅពេលដែលពាក្យទាំងនោះត្រូវបាននិយាយមួយសន្ទុះក្រោយមកខ្សែមេសមួយបានដុះចេញពីដីនៅផ្ទះរបស់គូការលាតសន្ធឹងជាបន្តបន្ទាប់រហូតដល់ដាវវែងមួយបានអណ្តែតពីលើបាតដៃរបស់យុវជននោះទោះបីជាដាវហោះនោះនៅពីលើបាតដៃរបស់មនុស្សនោះមួយអ៊ីងរួយហើយក៏ដោយក៏វានៅតែគ្មានចលនាប៉ុន្តែភ្លើងមាសដ៏វែងឆ្ងាយបានបន្សល់ទុកដោយកន្លងនៃដាវហោះពួកគេមិនដែលដឹកទេឡើយលោសៃសាងសម្លឹងមើលដោយភ្នែកធំខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចេនពីងអានបានសួរថាយោងតាមច្បាប់នៃបឹងស៊ូជៀនតើអ្នកទាំងពីរត្រូវបានអនុញ្ញាតឲ្យស្លាប់ដែរឬទេចេនពីងអានសម្លឹងមើលដល់ពាក់កណ្ដាលទេពអប្សរដែលញ័របន្តិចហើយនិយាយដោយស្ងប់ស្ងាត់ថាត្រឡប់ទៅវិញលើកក្រោយខ្ញុំគូវាខ្ញុំនឹងគប់ចិត្តអ្នកដាវអមតៈបានភ្លឺចែងចាំងហើយកាំរស្មីពណ៌មាសដែលមានប្រវែងជាង 1000 ហ្វីតក៏បានបាត់ខ្លួនលោសៃសាងនៅតែឈ្លូនៅនឹងកន្លែងដែលមិនព្រមទីក្រោយឡើយឆាវសេបានដើរចេញទៅខាងរួចហើយកំពុងឈរនៅខាងចេនពីងអានសម្លឹងមើលទៅលោឆៃសាងដែលមើលទៅហាក់ដូចជាយល់ព្រមនឹងវាសនារបស់នាងមុខរបស់គាត់នៅតែហត់នឿយប៉ុន្តែគាត់ញឹមដោយមិននឹកស្មានដល់ហើយនិយាយថាគូកានគួរតែចាត់ទុកអ្នកជាមិត្តពិតប្រាកដបន្ទាប់ពីនិយាយរួចចេនពីងអានក៏បែរខ្លួនចេញទៅរួចត្រឡប់ទៅបន្ទប់វិញដោយមានអារម្មណ៍ភ័យខ្លាចជាប់រហូតលោឆៃសាងបានងាកទៅមើលឆាវសេដែលបែកញ៉ាសត្រជាក់ពេញខ្លួននៅតែរឹងរូសនាងបានសួរថាបរិសម្នាក់នេះឈួតហើយយឺឆាវសេមិនហ៊ាននិយាយសូម្បីតែមួយម៉ាត់លោសៃសាងឯងអាចរត់ត្រឡប់ទៅរកកម្ចាស់របស់ហែងវិញហើយលាក់ខ្លួនបានប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើឲ្យដាវអមបៈដ៏មិនច្បាស់លាស់និងគ្មានភាពអំនួតបែបនេះអានចិត្តតើខ្ញុំអាចរត់ទៅណាបានចេនពីងអានបានត្រឡប់ទៅបន្ទប់វិញហើយបានបំភ្លឺចង្គៀងនៅលើកាសែតក្នុងស្រុកមកពីតំបន់ផ្សេងគ្នានៃបឹងស៊ូជៀនត្រូវបានប្រកល់ជូនម្ដងមួយរួមជាមួយនឹងពងសាវតាជាច្រើនពីកោផ្សេងហេតុផលដែលធានហ៊ូជុនអាចប្រកល់ជូនពួកគេបានយ៉ាងឆាប់រហ័សគឺសាមញ្ញពួកវាទាំងអស់សុទ្ធតែជារបស់ដែលរឹបអូសបានពីកោឈីងស៊ីហើយជាប្រភេទដែលមានតម្លៃតិចបំផុតប្រសិនបើចេនពីងអានមិនបានលើកឡើងពីពួកវាទេមិនយូរមិនឆាប់ពួកវានឹងត្រូវដុតចោលជាក្រដាសសម្រាមកោះចំណុះទាំង11របស់កោះឈីងស៊ីត្រូវបានលុបចោលដោយដៃរបស់ចាន់ហ្វាយនីនិងសិស្សានុសិស្សផ្ទាល់ពួកវាទាំងអស់ត្រូវពិនិត្យឡើងវិញម្ដងមួយហើយត្រូវគិតចំណាំបន្ទាប់ពីនោះយើងត្រូវសួរសំណួរលម្អិតបន្ថែមទៀតហើយបន្ទាប់មកវានឹងមិនមែនជាបញ្ហានៃការគ្រាន់តែអង្គុយសរសេរអ្វីចុះនៅទីនេះទេចេនពីងអានមិនបានគិតថាវាជាកិច្ចការដ៏លំបាកនោះទេទីមួយគាត់ពូកែខាងការតស៊ូវាគ្រាន់តែជាបញ្ហានៃការដាក់ការហាត់ប្រដាល់របស់គាត់មួយឡែកហើយធ្វើអ្វីផ្សេងទៀតទីពីរប្រសិនបើគាត់យល់ថាវាពិបាកបន្ទាប់ពីទើបតែចាប់ផ្ដើមគាត់អាចបោះបង់ចោលជាយូរមកហើយនៅពេលយប់ជ្រៅប្រច័ណ្ឌពេញវងមួយបានរះនៅលើមេឃនៅខាងក្រៅបង្អួចពន្លឺច្បាស់លាស់របស់វាបានចាំងចែងយ៉ាងភ្លឺស្វាងចេនពីងអានដាក់ប៊ិចចុះត្រដុសក្ដីរុញទ្វារបើករួចចេញទៅដើរលេងជារង្វង់ប្រហែលជាដើម្បីសម្អាតចិត្តសម្បត្តិចំនួន3ត្រូវបានផ្ញើរួចហើយទៅកាន់ភ្នំពីយុនក្នុងស្រុកឡុងខ្វានទៅកាន់ភ្នំតៃពីងក្នុងតុងយេជើនិងទៅកាន់គ្រូសាហ្វានក្នុងឡាឡុងឆេងគេប៉ាន់ប្រមាណថាយើងនឹងមិនទទួលបានការឆ្លើយតបពីដាវហោះមួយរយៈទេចេនពីងអានមិនប្រញាប់ប្រញាល់ទេហើយគាត់ក៏មិនអាចប្រញាប់ប្រញាល់បានដែរគាត់បានឆ្លងកាត់ភ្នំនិងទន្លេរាប់មិនអស់មួយចំហានម្ដងហើយដាវហោះរបស់គាត់ដែលរំកិលយ៉ាងលឿនដោយផ្លេកបន្ទោគឺលឿនជាងឆ្ងាយណាស់ចេនពីងអានស្រាប់តែដើរចេញពីវងនោះឆ្លងកាត់ច្រកទ្វារកោះឈីងស៊ីហើយឆ្ពោះទៅកាន់សាឡាងខ្ញុំឈរនៅលើច្រាំងហើយអង្គុយចុះដួសទឹកមួយក្តាប់ធំលាងមុខហើយងើយមើលទៅឆ្ងាយដោយហេតុផលមួយចំនួននៅពេលនេះនៅពេលដែលខៀនភេងហ្គេនសម្លឹងមើលបឹងឈើឌៀនដ៏ល្បីល្បាញនិងមានច្រើនកន្លែងនៅក្នុងទ្វីបបាភេងគាត់បាននឹកឃើញពីសុភាសិតមួយប្រភេទដែលគាត់បានភ្លេចប្រភពដើមរបស់វាហើយដែលគាត់លែងចង់ស្វែងយល់ទៀតហើយស្មារតីវីរភាពនៃស្ថានស៊ូកឺនិងផែនដីនៅតែគួរឲ្យស្ញប់ស្ញែងសម្រាប់រដូវស្លឹកឈើជ្រុះរាប់ពាន់ឆ្នាំចំពុកទី453ទាំងកណ្ដាប់ដៃនិងដាវអាចប្រើបានចេនពីងអានបានដឹកដង្ហើមស្រាលតែថ្ពាល់របស់គាត់ក្រោកឈរឡើងហើយត្រឡប់ទៅផ្ទះវិញនៅច្រកទ្វារភ្នំពីចម្ងាយពន្លឺពីចង្គៀងនៅលើចាំងចូលតាមបង្អួចចេនពីងអានចង់បង្កើនល្បឿនដោយសាភីវប៉ុន្តែបន្ទាប់មកក៏បន្ថយល្បឿនភ្លាមហើយសើចចំអកឯខ្លួនឯងបន្ទាប់ពីអាយុ4ឆ្នាំមិនដែលមានពេលណាមួយដែលខ្ញុំត្រឡប់មកផ្ទះវិញហើយឃើញផ្ទះដូនតានៅ Mudbury Lane ភ្លឺចែងចាំងនោះទេសូម្បីតែការនៅក្មេងក៏ដោយខ្ញុំបានបំពេញពាក្យអាចារ្យរបស់ខ្ញុំហើយបានក្លាយជាកូនជាងនៅលដុតណាក
ដោយរកបានកស្ពនមួយចំនួនប៉ុន្តែតាខ្ញុំអាចចាក់ចេញដោយរបៀបណាដោយមិនពន្លត់ចង្កៀងទុកឲ្យប្រេងឆេះអស់ថ្ងៃនេះខ្ញុំភ្លេចបិទចង្កៀងពេលខ្ញុំចាក់ចេញតើខ្ញុំអាចធ្វើអ្វីបានលើនេះដោយប្រញាប់ត្រឡប់ទៅផ្ទះវិញពន្លត់វីចោប៉ុន្តែខ្ញុំមិនងួយគេងតតែសោះព្រោះត្រូវសិក្សារហូតដល់យប់ជ្រៅដូច្នេះតើចំណុចនៃការបាក់និងបិទចង្កៀងគឺជាអ្វីចេនពីងអានគ្រាន់តែដើរយឺតចូលទៅក្នុងផ្ទះបិទទ្វារអង្គុយនៅពីក្រោយទៅរបស់គាត់ហើយបន្តរកមើលបន្សាបន្ទប់ធូបនិងពងសាវតានៃសាដូនតានៃកបផ្សេងដោយពិនិត្យមើលការខាត់ខាននិងបំពេញចន្លោះប្រហោងប្រសិនបើចិត្តរបស់អ្នកមិនស្ងប់ទេកុំហាត់ប្រដាចំពោះអ្នកហ្វឹកហាត់ពង្រឹងឈីរបស់ពួកគេភ្លេចវាចោលទៅចេនពីងអានបានដឹងការពីនៅឋានស៊ូកាជូកថានៅពេលដែលចិត្តរបស់មនុស្សម្នាក់ស្ថិតក្នុងភាពច្របូកច្របល់ការហាត់ក្បាច់គុណគឺគ្មានន័យទេមិនថាមនុស្សម្នាក់ហាត់ប៉ុណ្ណាក៏ដោយនោះហើយជាមូលហេតុដែលគាត់តែងតែទៅវត្តតូចមួយនៅជិតផ្លូវជួងយានដើម្បីជែកជាមួយព្រះសង្ឃចាស់ដែលមិនចូលចិត្តនិយាយអំពីព្រះពុទ្ធសាសនាលើសពីនេះទៅទៀតចេនពីងអានបច្ចុប្បន្នកំពុងខ្វះថាមពលដែលវាកាន់តែស្មុគស្មាញជាងកង្វះសន្តិភាពផ្លូវចិត្តទៅទៀតស្មារតីនិងថាមពលរបស់គាត់គឺដូចជានៅបាតអណ្ដូងដែលចងភ្ជាប់ដោយថ្មធំតើគាត់អាចលើកវាឡើងដោយរបៀបណាទោះជាយ៉ាងណាក៏ដោយស្ថានភាពនៃចិត្តនេះក៏អាចចាត់ទុកថាជាសន្តិភាពផ្លូវចិត្តមួយប្រភេទផងដែរចេនពីងអានបានបិទឯកសារដែលខូចគុណភាពនិងឡើងពណ៌លឿងរើសកាំបិតឆ្លាក់តូចធម្មតាដែលអ្នកលក់បានឲ្យគាត់នៅពេលដែលគាត់ទិញជលសក់ធ្វើពីថ្មភក់នៅរាជធានីនៃរាជវង្សស៊ួយហើយគូបន្ទាត់ចំណុចលើទៅដោយថ្នាំដោយប្រាយចំណុចទេបន្ទាប់ពីគិតមួយសន្ទុះចេនពីងអានបានយកក្រដាសសួនមួយសន្លឹកដែលគាត់បានកាត់ទំហំប៉ុនគម្របសៀវភៅឬជក់មួយហើយគូបន្ទាត់ត្រង់មួយនៅដើមនិងចុងបញ្ចប់គាត់បានសរសេរថាគូកាន់បានធ្វើកំហុសធំមួយនិងគូកាន់ប្រែជាល្អរៀងខ្លួនជាអក្សរធំបន្ទាប់មករវាងពាក្យកំហុសនិងល្អគាត់បានសរសេរថាទំនៀមទម្លាប់នៃបឹងស៊ូជៀនជាអក្សរតូចនៅពេលដែលចេនពីងអានហៀបនឹងសរសេរច្បាប់របស់ប្រទេសគាត់បានលុបអក្សរទាំង7មុនចេញមិនត្រឹមតែប៉ុណ្ណោះចេនពីងអានក៏បានលុបពាក្យគូកាន់ប្រែជាល្អចេញផងដែរនៅចំកណ្ដាលប័ណ្ណទាត់ដោយមានចន្លោះបន្តិចគាត់បានសរសេរពាក្យថាដឹងកំហុសនិងកែកំហុសហើយបន្ទាប់មកលុបវាចេញយ៉ាងលឿនម្ដងទៀតជាចុងក្រោយចេនពីងអានបានកំទេចក្រដាសនោះឲ្យទៅជាបាមួយប៉ុន្តែជំនួសឲ្យការបោះវាចូលទៅក្នុងកន្ត្រកកាសីគាត់បានដាក់វាចូលទៅក្នុងធុងតូចរបស់គាត់វិញចេនពីងអានបានដាក់ដៃចូលទៅក្នុងដៃអាវផ្អេងខ្លួនទៅក្រោយលើកៅអីបិទភ្លើងបិទភ្នែកហើយហាក់ដូចជាងុយគេងពាក់កណ្ដាលពេលគាត់បើកភ្នែកម្ដងទៀតពេលព្រឹកព្រលឹមហើយខ្ញុំតែងតែស្ទាក់ស្ទើរពេញមួយយប់អស់រយៈពេល1000ឆ្នាំដែលខ្លាចថា100ឆ្នាំនឹងកន្លងផុតទៅក្នុងរយៈពេលតែមួយថ្ងៃបុរសចំណាស់រូបនេះគឺជាអ្នកដាំដុះនៅក្នុងអាណាចក្រលឹមនៅរូងភ្នំដូច្នេះគាត់ក៏យល់ព្រមយ៉ាងឆាប់រហ័សចេនពីងកែនស្រាប់តែសើចហើយនិយាយថាខ្ញុំគិតថានាងនឹងនៅតែរៀបចំខ្លួនបើខ្ញុំមិននៅទីនេះទេនាងនឹងមិនហ៊ានចូលផ្ទះដោយគ្មានការអនុញ្ញាតទេដូច្នេះសូមមេនាងយកអាហារ3ពេលថ្ងៃនេះមកឲ្យអ្នកដើម្បីឲ្យអ្នកចាស់ទុំចាងអាចរីករាយនឹងអាហារឆ្ងាញ់គ្រាន់តែញ៉ាំតាមចិត្តចុះអ្នកចាស់ទុំចាងបានប្រាប់ខ្ញុំច្រើនអំពីសម័យមុននៃកោះឈីងស៊ីពីមុនដូច្នេះសូមពិចារណាការទូទាត់នេះព្រះសង្ឃចាស់បានសួរដោយភ័យថាលោកឈៀនខ្ញុំមិនបាត់បង់ជីវិតដោយសារតែចំណងរបស់ខ្ញុំទេមែនទេចេនពីងកែនងឹកក្បាលហើយនិយាយថាទេវានឹងមិនកើតឡើងទេអ្នកដាំដុះចាស់នៅតែមិនទាន់ស្រួលខ្លួនទាំងស្រុងគាត់បានឃើញភាពច្របូកច្របល់ឡើងចុះជាច្រើននៅលើកោះឈីងស៊ីហើយគាត់មិនអាចជួយអ្វីបានក្រៅពីខ្មាស់អ៊ីនដោយកណ្ដោលោកឈៀនសូមកុំព្យាយាមបញ្ឆោតខ្ញុំដឹងថាលោកមានបំណងល្អដែលឃើញថាបុរសចំណាស់ម្នាក់នេះរស់នៅក្នុងភាពក្រីក្រលោកកំពុងព្យាយាមកែអំបោរអាហាររបស់ខ្ញុំប៉ុន្តែអាហារឆ្ងាញ់ទាំងនោះត្រូវបានគុតគង់ជាពិសេសដោយវិមានជើងរៀងប្រសិនបើអ្នកចាក់ចេញពីកោះឈីងស៊ីក្នុងរយៈពេល2-3ថ្ងៃមនុស្សច្រណែនឈ្នានីសមួយចំនួនដែលលាក់ខ្លួននៅក្នុងស្រមោលនឹងធ្វើឲ្យខ្ញុំពិបាកចេនពីងអានបាននិយាយថាបើដូច្នោះសូមទុកប្រអប់អាហារទាំងអស់ពីវិមានឈុនទីងជាមួយលោកចាងជាន់ខ្ពស់ខ្ញុំនឹងមកយកវានៅពេលក្រោយព្រះសង្ឃចាស់សើចចំអកថាតាមផ្លូវនេះមានសុវត្ថិភាពជាងបន្ទាប់ពីខេនផេងហ្គេនចាក់ចេញអ្នកដាំដុះចាស់បានត្អូញត្អែថាយុវជននោះមិនដឹងពីរបៀបប្រព្រឹត្តខ្លួនទេប្រសិនបើគាត់ពិតជាចង់អាណិតគាត់មែនតើគាត់មិនបាននិយាយទៅកាន់ Chunting Mansion យ៉ាងហោចណាស់ទេបើដូច្នោះតើអ្នកណាហ៊ានមិនអាពើនឹងគាត់កិននេហើយក៏រូបនេះមានពុតតែងតែបង្ហាញភាពតាក់ទាញនៅក្នុងបន្ទប់នោះ
អ្នកដាំដុះចាស់បានឃើញល្បិចកលនិងមនុស្សបកប្រាស់បែបនេះច្រើនពេកនៅបឹងឈើឌៀនគាត់នឹងមិនរស់នៅបានយូរទេការត្អូញត្អែររបស់អ្នកដាំដុះចាស់គឺដូចជាទឹកជំនន់ដែលហូរចូលច្រាំងទន្លេគាត់ចាប់ផ្ដើមត្អូញត្អែរថាបន្ទាប់ពីបុរសនោះបានតាំងទីលំនៅនៅច្រកទ្វារភ្នំគាត់បានបាត់បង់ប្រាក់ចំណូលច្រើនហើយមិនហ៊ានធ្វើឲ្យអ្នកដាំដុះមួយចំនួននៅក្នុងអាណាចក្រខាងក្រោមទាំង5មានការលំបាកនោះទេគាត់នឹងលួចយកលុយមួយពីសន្លឹកពីអ្នកដាំដុះស្រីដ៏មានរូបសម្បត្តិល្អមួយចំនួនពេលគាត់ជួបអ្នកដាំដុះស្រីដ៏មានរូបសម្បត្តិល្អមួយចំនួនគាត់មិនហ៊ានប្រព្រឹត្តតាមបំណងប្រាថ្នាខាងពាក្យសម្ដីនិងរាងកាយរបស់គាត់ទេដូចជាការនិយាយអសុរោះនិងលួចច្របាច់គូត្ររបស់ពួកគេដោយសម្ងាត់គាត់សង្ឃឹមថានឹងចូលទៅជិតកណេរៃករូបនេះស្គាល់គាត់ហើយប្រហែលជាអាចប្រែក្លាយសំណាងអាក្រក់ទៅជាសំណាងល្អដោយហេតុនេះបង្កើតទំនាក់ទំនងជាមួយខេតជឿនធៀងខណៈពេលដែលគាត់មិនអះអាងថាទទួលបានជោគជ័យដ៏អស្ចារ្យតើវាមិនគ្រប់គ្រាន់ដើម្បីធានាបាននូវតំណែងដ៏មានកិត្យានុភាពនៅក្នុងរដ្ឋាភិបាលកោះអ៊ីងជាទេគាត់មិននឹកស្មានថាកណេរៃករូបនេះនឹងរឹងរូសបែបនេះទេមិនថាវិធីសាស្ត្រនិងការប៉ុនប៉ងផ្សេងរបស់គាត់ដើម្បីផ្គប់ចិត្តគាត់ក៏ដោយកណេរៃករូបនេះហាក់ដូចជាមិនដឹងពីចេតនាលាក់កំបាំងរបស់គាត់វាកំពុងធ្វើពុតជាមិនដឹងអ្វីទាំងអស់ចេតនារបស់គាត់គឺគួរឲ្យស្អប់ខ្ពើមគាត់ប្រហែលជាគ្រាន់តែកោតសរសើរបុគ្គលដែលមានឯកសិទ្ធិទាំងនោះដូចជា Lucasing ដែលមានទំនាក់ទំនងល្អជាមួយ Gertrude ហើយមើលងាយនរណាម្នាក់ដូចជាគាត់ដែលជាអ្នកដាំដុះដែលគ្មានសង្ឃឹមនៅក្នុងអាណាចក្រ Kev Abbott ពិតជាគួរឲ្យស្អប់ខ្ពើមណាស់ចេនពីងអានដើរយឺតបាត់ផ្លូវនិងឡើងភ្នំតាមផ្លូវគាត់បានដើរទៅកាន់ច្រកទ្វារនៃលំនៅឋានអមតៈរបស់អ្នកដាំដុះនៅលើកោះឈីងស៊ីហើយបន្ទាប់មកបានត្រឡប់ទៅផ្លូវដែលគាត់បានមកនៅពេលដែលគាត់បានត្រឡប់ទៅច្រកទ្វារធំនៃកោះឈីងស៊ីវិញវាជិតដល់ពេលព្រលប់ហើយពីចម្ងាយចេនពីងអានបានឃើញនារីវ័យក្មេងអ្នកដាំដុះមកពីវិមានឈុនទីងដែលត្រូវបានគេនិយាយថាជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ម្ដាយរបស់គូកាន់កំពុងឈរយ៉ាងស្រស់ស្អាតនៅមាត់ទ្វារផ្ទះដោយកាន់ប្រអប់អាហារឆ្ងាញ់នៅក្នុងដៃទាំងពីរអ្នកយាមទ្វារចាស់កំពុងវន់ក្បាលនិងក៏ស្នៅក្បែរនាងដូចជាគាត់កំពុងសុំទោសដោយញៀមចេនពីងអានបានដើរទៅយកប្រអប់អាហារពីអ្នកដាំដុះស្រីវ័យក្មេងរួចអរគុណនាងរួចនារីក្នុងវិមានឈុនទីងដែលមានស្បែកនិងមុខក្រែងពងក្រពើបានមិនក្បាលយ៉ាងជ្រៅទៅកាន់លោកចេនដោយមិននិយាយអ្វីទៀតនាងក៏ចាក់ចេញទៅដល់សុភារៀបសារចេនពីងអានបានត្រឡប់ទៅផ្ទះវិញបាក់ប្រអប់អាហារដាក់ចានទាំងអស់នៅលើរួមជាមួយចានបាយធំពីរលើកចង្កឹះរបស់គាត់ហើយចាប់ផ្ដើមញ៉ាំយឺតនិងដោយប្រុងប្រយ័ត្នជាចុងក្រោយខ្ញុំបានសម្អាតចាននិងចង្កឹះដាក់វាត្រឡប់ទៅក្នុងធុងដាក់អាហារវិញរួចបិទវាឲ្យជិតបញ្ហានៃជីវិតនិងសេចក្តីស្លាប់ទាំងត្រូវនិងខុសមិនអាចធ្វើឡើងដោយមានហេតុផលឬលេសបានទេគូកាន់អាចបញ្ចុះបញ្ចូលខ្លួនឯងនៅក្នុងចិត្តរបស់គាត់ហើយដូចពាក្យទាំងនោះនៅលើក្រដាសដែរវាអាចត្រូវបានលុបចេញដោយប៊ីវាគឺជាការបដិសេធរបស់ Gherkin ក្នុងការទទួលស្គាល់កំហុសរបស់ខ្លួននិងការមិនជឿថាវាជាកំហុសដែលបានបង្កើតចំណងដ៏ជ្រៅមួយនៅក្នុងចិត្តរបស់ Khian Pengan ដោយសារតែគាត់មិនអាចបោះបង់ចោល Gherkin ហើយមិនអនុញ្ញាតឲ្យទំនៀមទម្លាប់ក្នុងស្រុកធ្វើឲ្យការវិនិច្ឆ័យរបស់គាត់អំពីអ្វីដែលត្រឹមត្រូវនិងអ្វីដែលខុសឆ្គងមានភាពស្រពិចស្រពិលរៀបឌីសេតគោលការណ៍ដែលបានលិចលង់ដល់កម្រិតទាបបំផុតនៅក្នុងផ្លូវតូចនោះ Khian Pengan ចង់បោះចំហានទៅមុខដំបូងដើម្បីព្យាយាមកែកំហុសរបស់គាត់និងធ្វើការកែតម្រូវប៉ុន្តែជាដំបូង Khian Pengan ត្រូវបោះចំហានថៃក្រោយមួយចំហានហើយទទួលស្គាល់ថាគាត់មិនត្រឹមត្រូវគ្រប់គ្រាន់ដោយដាក់ហេតុផលទាំងអស់មួយឡែកគាត់អាចដើរលើផ្លូវផ្សេងដោយការគំនិតរបស់គាត់នៅពេលគាត់ដើរនៅទីបំផុតគាត់នៅតែសង្ឃឹមថា Gherkin នឹងដឹងពីកំហុសរបស់គាត់និយាយយ៉ាងទៀតមានតែឋានសួគ៌ដែលមិនអាចទៅដល់បានដែលតំណាងឲ្យអមតភាពហើយគ្មានភ្នំណាដែលមិនអាចឆ្លងកាត់បានដែលតំណាងឲ្យឧបផ្សេងនៅក្នុងចិត្តរបស់មនុស្សម្នាក់នោះទេចេនពីងអានចង់ប្រឈមមុខនឹងទុក្ខវេទនាដ៏ជ្រៅរបស់មនុស្សទាំងនេះទុក្ខវេទនាផ្ទាល់ខ្លួនរបស់គាត់ទុក្ខវេទនារបស់អ្នកស្លាប់និងអ្នកដែលគាត់យកចិត្តទុកដាក់ទាំងអ្នកស្លាប់និងអ្នកដែលនៅរស់ដែលត្រូវបានកំណត់ឲ្យពាក្យដាវបុរាណនៅក្នុងចិត្តរបស់គាត់ការធ្វើខុសមានលទ្ធផលតែពីរប៉ុណ្ណោះទាំងអ្នកបន្តធ្វើខុសអ្នកកាយវាបន្តិចម្ដងលទ្ធផលដំបូងនាំមកនៅភាពស្រួលមួយផ្លែតយីសំបីតែមួយជីវិតដែលក្នុងករណីអាក្រក់បំផុតអ្នកអាចនិយាយនៅលើក្រែស្លាប់របស់អ្នកថាសេចក្តីស្លាប់គឺសេចក្តីស្លាប់ប៉ុន្តែខ្ញុំមិនបានបាត់បង់អ្វីទាំងអស់ក្នុងជីវិតនេះមនុស្សនៅក្នុងពិភពបាច់គុណថែមទាំងចូលចិត្តស្រែកថាខ្ញុំនឹងក្លាយជាវីរបុរសសម្ដេចទៀតក្នុងរយៈពេល18ឆ្នាំទៀតទោះជាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយគឺហត់នឿយផ្លូវចិត្ត
នឹងផ្លូវកាយជាងហើយការខិតខំប្រឹងប្រែងអាចនឹងមិនផ្ដល់ផលល្អឡើយប្រសិនបើមនុស្ស10នាក់ដាំពបឡាហើយមនុស្សម្នាក់ដឹកវាចេញនោះគ្មានដាំពបឡាណានឹងនៅរស់រានមានជីវិតឡើយចេនពីងអានចង់សាក់លបងផ្ទៀងផ្ទាត់ភាគីទាំងសងខាងនៃសេចក្តីថ្លែងការណ៍នេះជាមុនសិនចំពោះថាតើវាត្រឹមត្រូវឬខុសគាត់នឹងដាក់គោលការណ៍នៅក្នុងសៀវភៅមួយឡែកដោយមិនគិតពីលទ្ធផលចុងក្រោយឡើយក្នុងអំឡុងពេលនេះអ្វីដែលខេន Pengen អាចធ្វើបាននៅពេលនេះគឺ Iger Can ទឹកចិត្តបន្តិចហើយបញ្ឈប់ការសម្លាប់ដោយមិនប្រុងប្រយ័ត្នរបស់គាត់បាននិយាយច្រើនទៅកាន់គូការដែលធ្វើឲ្យចេនពីងអានមានអារម្មណ៍ថាគាត់បានបង្រៀនគាត់អំពីគោលការណ៍ទាំងអស់នៃជីវិតរបស់គាត់ជាសំណាងល្អទោះបីជាគូការមិនព្រមទទួលស្គាល់កំហុសរបស់គាត់ក៏ដោយចេនពីងអានមិនមែនជាមនុស្សធម្មតានៅក្នុងក្រសែភ្នែករបស់គាត់ទេដូច្នេះគាត់សុខចិត្តបន្ថយភាពក្រអឺតក្រទុំរបស់គាត់ហើយមិនហ៊ានទៅឆ្ងាយពេកតាមមេឃលានេះខ្ញុំគ្រាន់តែចូលចិត្តសម្លាប់លើនេះយ៉ាងណាមិញនៅក្នុងក្រសែភ្នែករបស់គូការប្រសិនបើគាត់ចង់អញ្ជើញចេនពីងអានទៅផ្ទះថ្មីរបស់គាត់នៅក្នុងវិមានឈុនទីងម្ដងការដើម្បីអង្គុយនៅតែមួយជាមួយគាត់ម្ដាយរបស់គាត់និងមេកន្ត្រែងតូចគូការត្រូវផ្ដល់អ្វីមួយជាការតបស្នងច្បាប់ប្រតិបត្តិការប្រភេទនេះគឺជាក់ស្ដែងនិងសំហេតុផលណាស់នៅក្នុងបឹងស៊ូជៀនតាមពិតទៅវាអាចនិយាយបានថាមិនមានឧបសគ្គដូច្នេះបន្ទាប់មកចេនពីងអានបានសុំបន្ទះថ្មគូជាមួយពីកោះជីងស៊ីពីទៀនហ៊ូជុនភៀវវានៅលើចង្កេះរបស់គាត់ហើយចាប់ផ្ដើមដើរលេងជុំវិញកោះជីងស៊ីនៅថ្ងៃបន្ទាប់ដោយជែកជាមួយមនុស្សនៅថ្ងៃដែលវីរបុរសបានប្រមូលផ្តុំគ្នានៅលើកោះកុងលីវដើម្បីជ្រើសរើសស្តេចនៃចៀងហ៊ូលោកខេន Pengen ថែមទាំងបានខ្ចីសាឡាងពីកោះជីងស៊ីស្លៀកសម្លៀកបំពាក់ពណ៌មាសរបស់គាត់ម្ដងទៀតស្ពីដាវរបស់គាត់លើស្មារបស់គាត់ហើយចាប់ផ្ដើមធ្វើដំណើរតែម្នាក់ឯងទៅកាន់កោះជាច្រើននៃបឹងស៊ូជៀនដែលជាកន្លែងគ្មានច្បាប់ទាំងនោះក្រោមអត្តសញ្ញាណរបស់អ្នកគោរពបូជាកោះជីងស៊ីនិងជាអ្នកនិពន្ធប្រឡោមលោកម្នាក់ដែលអះអាងថាចូលចិត្តសរសេរកំណត់ហេតុធ្វើដំណើរយោងតាមផែនទីនៃស្ថានភាព Jeonju ដែល Chen Hyo-jin បានផ្ដល់ឲ្យគាត់ដំបូងយើងបានដើរលើកោះចំណុះជាង10នៃកោះអ៊ីងជាបន្ទាប់មកនៅលើកោះមេឈែនជាកន្លែងដែល Chen Hyo-jin បានបង្កើតលំនៅឋានរបស់គាត់ដោយស្របច្បាប់បន្ទាប់ពីសម្រេចបានដំណាក់កាល Golden Core និងកោះ Selene ជាកន្លែងដែលជួរភ្នំមើលទៅដូចជាចិញ្ចៀងត្រីពណ៌ស្ព្រិលនៅពេលណាដែលព្រះច័ន្ទភ្លឺចែងចាំងបន្ទាប់ពីរុករកកោះនានាដោយមិននឿយហត់អស់រយៈពេល3ថ្ងៃចេនពីងអានក៏បានទន្ទេញចាំឈ្មោះមួយចំនួនដែលមិនត្រូវបានកត់ត្រាទុកក្នុងបណ្ណសារបន្ទប់ធូបផងដែរនៅលើកោះកុងលីវក្នុងបឹងស៊ូជៀនការប្រយុទ្ធគ្នានៅតែបន្តដោយបែងចែកជា3ជំរំមួយមានក្រុមកោះផ្សេងគ្នាដែលគាំទ្រលីវស៊ីម៉ៃនៃកោះជីងស៊ីជាមេដឹកនាំថ្មីនៃពិភពបាច់គុណជំរំមួយទៀតដឹកនាំដោយពួកមេកោះទទូចយ៉ាងខ្លាំងថាជីជាងសេនជុនមិនសក្តិសមនឹងតំណែងនោះទេពួកមេកោះទាំងនេះនិងរដ្ឋចំណុះរបស់ពួកគេមានការតាំងចិត្តយ៉ាងខ្លាំងទោះបីជាលីវស៊ីម៉ៃឡើងក្រុងរាជអេក៏ដោយក៏ពួកគេមិនទទួលយកវាដែរហើយនឹងបន្តសម្លាប់កោះរបស់ពួកគេប្រសិនបើពួកគេហ៊ានជំរំចុងក្រោយមានពួកមេកោះដែលកំពុងសង្កេតមើលការប្រយុទ្ធគ្នានេះអ្នកទាំងនេះអាចជាអ្នកឆ្លៀតឱកាសឬអ្នកដែលបានបង្កើតសម្ព័ន្ធភាពដោយសម្ងាត់ប៉ុន្តែមិនចង់បង្ហាញចំហរបស់ពួកគេសម្រាប់ពេលបច្ចុប្បន្នគួរឲ្យចាប់អារម្មណ៍ណាស់មេដឹកនាំកោះទាំងនោះដែលប្រឆាំងនឹងលោកលីវជីម៉ៃរាល់ពេលដែលពួកគេនិយាយហាក់ដូចជាបានយល់ព្រមជាមុនដើម្បីនិយាយអ្វីមួយដែលចំអកដូចជាទោះបីជាព្រះម្ចាស់ពិតជាជាងត្រូវបានគេគោរពយ៉ាងខ្លាំងក៏ដោយក៏គាត់ធ្វើរឿងនេះរឿងនោះដែរនៅបឹង Shodian ខ្លះថាគួរឲ្យគោរពនិងមានគុណធម៌ខ្ពស់ហាក់ដូចជាគួរឲ្យភ្ញាក់ផ្អើលនិងឈឺចាប់ជាងការប្រមាថណាមួយនៅថ្ងៃនោះចេនពីងអានបានបាក់បោសាឡាងដោយខ្លួនឯងទៅកាន់កោះមួយឈ្មោះថាកោះជូឆៃវានៅឆ្ងាយពីកោះជីងស៊ីហើយក៏មិនមែនជាកោះធំមួយដែលមានអ្នកដាំដុះនិកាយនិងសិស្តិកទូចដែរដូច្នេះចាន់ហ្វាយកោះដែលមិនទាន់សម្រេចចិត្តថាតើត្រូវទៅកោះកុងលីវសម្រាប់កិច្ចប្រជុំសម្ព័ន្ធភាពនាពេលខាងមុខឬអត់មិនដូចចាន់ហ្វាយកោះតូចជាច្រើនទៀតដែលចង់ទទួលបានកន្លែងនៅលើកោះកុងលីវទេបានជ្រើសរើសស្នាក់នៅលើកោះនេះហើយមិនចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៅបឹងស៊ូជៀនដែលអាចកំណត់អនាគតនារីឆ្នាំខាងមុខនោះទេចេនពីងអានបានឈប់ទូកហើយចូលចាត់ស្ត្រីថាត់ម្នាក់ដែលមានសក់ចង់ខ្ពស់និងសម្លៀកបំពាក់បង្ហាញរាងកំពុងឈរនៅសាឡាងរួចហើយនាងមានរាងមូលថ្ងាសរាងការ៉េនិងមុខធំទូលាយចេនពីងអានបានទីអត្តសញ្ញាណរបស់អ្នកប៊ូស្រីម្នាក់នេះរួចហើយមកពីអាណាចក្រទ្វារនាគរឿងព្រេងនិទានបានរៀបរាប់ថាស្ត្រីម្នាក់នេះដែលមានឈ្មោះពិតថាលីវឆុងរុនធ្លាប់ជាសមាជិកនៃគ្រួសាររាជវង្សនៃរាជវង្សដែលដួលរលំនៅកណ្ដាលនៃទ្វីបប៉ាវពីងព្រះចៅអធិរាជចុងក្រោយត្រូវបានស្ត្រីម្នាក់នេះលើកឡើងក្រុងរាជដែលគាត់ហៅថាមីងរបស់គាត់
ยงตามประวัติศาสตร์กลายเพลกาปีตีกรงชีซวยประเจ้าอธิเรชไว้เขมงนุมันดังเอาไว้แต่งอ้อให้ใส่จำเอาเปกวดอังไอบาลังกนักดอทำเนกรามกุตระบอกวดโดยสมัยมิงระบอกวดอังกุยจีมวยกวดสรีนูปัจเจบันอังกุยเลบลังกนุให้รับประเจ้าอธิเรชไว้เขมงเนขนงได้ระบอกเนียงมันตรีซีเวลหนึ่งโยที่แต่งอ้อบ้านเนสนิมให้มันเฮียนส่วนเนียงเตเทียนหูทลบบ้านเลิกลางโดยใจดันอัมปีมจากก็จูชัยรูปนี้โดยโซซาควดถามีนสมาดีระบบโบราณดอกจาลิฟชงรุนยมให้นิเยธาแต่เนจิกันในไรก็ได้รู้ในจรักโจก็ชิงซีเมนเตเจนปิงอันมีนกาพยับอาอย่างครั้งเนเลก็ชิงซีขมินเนนามเนให้ควดโดยบักจำหัตาจีเนกันในไอนูเตเจนปิงแกนบ้านนิเยธาขยมกิดธาโดชโนแมนลิฟชงรุนบ้านบรรชบกาเดินตามให้สัวธาตาวีไอเตรุยเตได้ก็ชิงซีระบเนโยธาก็จูเชจีรึงอักระให้กำปงชลิตอกาได้ปูเมกอกใบนุบ้านตะก็คงลิวดำใบทัวเวมวยเจนปิงอันงักบาให้นิเยธาขยมมักเลงก็จูชัยแต่เนเองได้ไอจีการำคาญอย่างครั้งขยมจ้องสัวโลกสไรลิวอัมปีตำนิมตำลับหนึ่งวบทองขนงสรกในบังสูจีนประสันบาโลกสไรลิวมันจ้องไอขยมมักกอนิเตขยมหนึ่งแต่กันไลน์เสงลิวชงรุนบ้านบำรุนพเนกแวงหนึ่งโตจงเอตระบอกกวดธาจกบาขยมนิเยธาก็จูชัยมันสวากุมกในไรก่อเวงก็ระบบขยมมีนแต่สตรีเตให้กำรัดในกาดำดอกระบบมนุษย์กรบเนียก็มันผู้ใดเพราะสันบาเนมีนจัดจังจับปงรัดนานามเนแต่ก็ชิงซีดำใบทัวจีประปันจงตาขยมกัวดอกแรงยิงหรืออัดเจนปิงอันเนแต่สงบสงัดเลิกไดเลียรุ่ยเนลางสาลางให้ทัวดำนาแต่กันแรงเสงลิฟชงรุนโชเนตีนุได้มีนการยิงชงอแต่งสรองตามเป็ดเตอเนียนบ้านริบจำซึสไรไว้เขมงดอสรสอาดเนรุ่ยไฮจิมโจบายมวยดำใบจีเวียงปัญหาโดยกาจำนายลอยเนเลก็เฟเคยได้ในขบายนุเขียนเพงแกนก็เตรบ้านปฏิเสธได้มาจากก็มันเนตีนูเตให้เนตตัวข้อเตรมันเฮียนไอควดฉลังกัดเตโดยอนุญาตไอเนโกรบมันเนมักปีก็ยังเชียโจจัดประสันบาควดเตรบ้านสำหรับโดยเนดำโดได้มันโกรบฉบับอย่างนู้มักปีก็ยังเชียตาควดหนึ่งโอนไอเตเนนาเพราะสันบากอดนำเนเองกอดมันเฮียนปฏิเสธจานเตปันไตกอดมีนครูซาทมมวยเนเลก็ดุชเนกอดมันไอทเวสโปรเฮสบานเตตู้จีอย่างนาก็ดอยดับบางแห่งกามันโกรบแบบนี้จำปูเนโกรบไว้เขมงมักปีก็เองเกียเนดำดอกจ้ะมันเฮียนทัวไอกอดขมาอินทรานเปกเตกอดบานเมื่อกอดจิงชไงสมโตสอย่างครั้งสเตอร์แต่ลดจังกงหนึ่งวันโกรบเช่นเพงแกนมันบ้านพี่ยิ้มบรรโจยืลุงลมกอดเตกอดกรอนแต่จะเจนอย่างเลื่อนให้ใจตุกเจงเตกอตีเบย์คือกอฮูปิงมันเตรบ้านกันกับโดยมจ่าแผ่นดิสโนเมสระบเวียเตได้บ้านตะกอกงลิวดำใบปีเพียซาอัมปีปัญหาสำคัญกอฮูปิงกอจิสัมปอนมัดดอกนักนั่งบำพดมวยกรามกาบัญชีระบจีเจียงเซนจุนมาจากกอไว้เขมงมันเนี่ยเนแต่เนเลก็ดำใบกาปีรงระบบกอดเปียทาพนิวระบบกูดามเตอร์ได้จีเนบำราเขมงจิงเกในกอจิงซีนังมักเลงกอดบานโลดเจงปีบรรทบตึกอับระบบกอดอย่างรอฮะสลิกเปียอย่างประญับให้ประญับแต่สาลางดำใบสวากุมบรักนุได้สนามเยี่ยมเนเป้ได้จันไฟก็ไว้เขมงบานจูบเนบำราไว้เขมงได้บานและคล้วนเนเลก็ชิงซีกอดปัจจีมินกาคักจัดบันติกกอดหะโดยจีมันเมนจีเนจำบังดอจำเนียงเนเตกอดเมื่อแต่โดยจีครูบังเรียนผู้มิจรานเจียงก็จมวิ่งแต่งออกกำปงปีเพียสาคเนียได้สำงัดอัมปียุงนี้ปันไตก็ชิงซีคือสงัดสนิมให้ขมินปอรมินประหยัดนามวยบานเล็กลีเจนมักไลเอาไว้ได้ปูเกบานเนียคือฐานี้คือจีบรักดอกคอเคยได้บานแต่กำพลิงมหาเบไซก็ปีดังจีสาธีรณะในขนมตีกรงชีซอยให้เกเคนมันบ้านสังสักเตปันไตปตุยแต่วิ่งบ้านประพฤติจำปูกอดโดยกู้ซ้ำโดยน้อมกอดแต่กันวิเมียนเชิญดิงในเลก็ชิงซีเอเลนี้จันไฟก็ไว้เขมงหนึ่งบักปูกระบอกกอดอย่างออกกำปงพนอทาบรักนี้หนึ่งรู้ในบ้านยูปนาจันไฟก็ไว้เขมงในก็ฮูปิงกำปงพนอทากอดหนึ่งสลับขนงระยะเปมวยไข่แต่เนหน้ามันดังทามฮาเบไซเกเคนตระบานเกสกอทาจีมนุจำไลกให้ตระบานสำหรับตามเจ็ดเนดำดอกได้บานคลายเจียหาสำหรับไตรพยสเนบังสูจีนมันเมนจิสเตอร์แต่งออนูเตปูเกคือจีพนิวกติยูหนึ่งจีมัดพักซีระบอกกอชิงซีเจนปิงอันบานพักสราเนเลก็ฮูปิงกวดพักติดตูดปันไตพิคิมขางติดพักจรานโดยริกเรหนึ่งกาเนจีมวยมัดพัดจิตสเนตปูเกบ้านนิเยอัมปีเสจิเพียบสระเวงจีจรานระบอมจักก็ตรอลับตะเลสาลางเว้นเจนปิงอันได้กำปงใจตุกบ้านเกิดอัมปีอัธนัยในปีเตียงนุให้บ้านดังถา
មិនមានមនុស្សងាយស្រួលនៅក្នុងបឹងស៊ូជៀនទេឆ្ងាយពីកោះហ៊ូពីងគាត់បានឈប់ទូកនៅកណ្ដាលបឹងយកប៊ិចនិងក្រដាសចេញហើយសរសេរមនុស្សនិងព្រឹត្តិការណ៍មួយចំនួនបន្ទាប់ពីនោះគាត់បានដើរជុំវិញបែបនេះជារៀងរាល់ថ្ងៃដែលឈប់នឹងចាប់ផ្ដើមឃើញទេសភាពនិងមនុស្សផ្សេងគ្នានៅលើកោះនីមួយដូចកោះជូឆៃដែរកោះជាច្រើនទៀតបានបិទទ្វារទទួលភ្ញៀវទេសចរហើយបានបដិសេធដោយសុភាពរាបសារចំពោះការផ្ដល់ជូនរបស់ចេនពីងអានក្នុងការឡើងភ្នំនៅលើផែនទីបឹងនៅក្នុងដៃរបស់ Ken Pengen កោះនានាកំពុងត្រូវបានគូស្រង់វងម្ដងមួយជារៀងរាល់ថ្ងៃពួកគេនឹងចែកទុកចេញពីកោះឈីងស៊ីមុនពេលថ្ងៃរះហើយត្រឡប់ទៅផ្ទះរបស់ពួកគេនៅលើកោះឈីងស៊ីវិញនៅពេលយប់ក្រៅពីការប្រមូលផ្តុំអ្នកដាំដុះភ្នំនិងវាលភពមកពីទូទាំងទ្វីបបាភីងបឹងស៊ូជៀនក៏ជាកន្លែងដែលអំពើអាបធ្មប់និងការអនុវត្តខ្មោចរីកចម្រើនជាមួយនឹងសិល្បៈមិនប្រពៃណីនិងអាក្រក់គ្រប់ប្រភេទដែលមិនធ្លាប់ហេពីមុនមកមានកោះហ៊ូពីងផងដែរជាកន្លែងដែលអ្នកដាំដុះចូលចិត្តភាពហ៊ឺហានិងការសប្បាយរីករាយដោយរស់នៅក្នុងជីវិតដ៏រីករាយនិងអសិលធម៌នៅតាមដងផ្លូវពួកគេឆ្លាប់ការជុកចេញពីមាសហើយដាក់វានៅលើដីមានកោះមួយទៀតឈ្មោះយីជាទីជាកន្លែងដែលម្ចាស់កោះនេះគ្រប់គ្រងសង្វៀនប្រយុទ្ធអ្នកណាដែលហ៊ានគប់ដុំធម្មសត្វសាហាវនឹងត្រូវតន្ទាទោសពីបទក្រិតធ្ងន់ធ្ងរនៃការឈ្លានពានរបស់សត្វហើយនឹងត្រូវប្រហារជីវិតជារៀងរាល់ថ្ងៃអ្នកដាំដុះមកពីកោះផ្សេងទៀតនឹងបោះសេះដែលវង្វេងរបស់ពួកគេឬចាប់បានសត្រូវចូលទៅក្នុងទ្រង់នៃសង្វៀនប្រយុទ្ធដ៏ល្បីល្បាញបំផុតរបស់ទីក្រុងយីមានស្រាល្អនិងស្ត្រីស្រស់ស្អាតដើម្បីបម្រើអ្នកដាំដុះមកពីគ្រប់ទិសទីដែលមករីករាយនឹងសកម្មភាពបង្ហូរឈាមរបស់កោះនេះចំពុកទី454ទៅមើលបន្ទាត់ហើយបន្ទាប់មកមានម្ចាស់កោះនៃកោះយីខ្វានដែលត្រូវបានគេនិយាយថាធ្លាប់ជាអ្នកប្រាញ់ខុងជូដ៏អស្ចារ្យម្នាក់មកពីប្រទេសជាក់លាក់មួយនៅភាគនិរតីនៃទ្វីបប៉ៅភីងប៉ុន្តែលើនេះគាត់ចូលចិត្តប្រមូលមុខនិងមកុដរបស់អ្នកប្រាញ់ខុងជូមកពីជុំវិញពិភពលោកដែលត្រូវបានប្រើជាឆ្នាំងស្តុកថ្ងៃមួយចេនពីងអានបានចាក់ចេញពីកោះមួយឈ្មោះថាកោះពូកនិងកោះភ្លៀងមាននិកាយរងភ្នំអមតពីរនៅលើកោះនេះដែលទាំងពីរសុទ្ធតែមានជំនាញខាងបច្ចេកទេសដាំដុះពីរយ៉ាងពេលឃើញ Ken Pengen ស្ត្រីមកពីនិកាយនេះដោយមិនគិតពីអាយុសុទ្ធតែសម្លឹងមើលគាត់ដោយភ្នែកដូចជាចាក់និងខ្លាដែលឃ្លានទោះជាយ៉ាងណាក៏ដោយខ្សែក្បូងថ្មនៃកោះអ៊ីនជាដែលព្យួរពីចង្កេះរបស់យុវជននោះបានធ្វើឲ្យពួកគេមិនហ៊ានធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នពេកនៅពេលដែល Ken Pengen ចុះពីលើភ្នំហើយឡើងលើទូកការរញ្ជួយដីបន្តិចបន្តួចបានធ្វើឲ្យក្លិនក្រអូបនៃទឹកអប់និងគ្រឿងសម្អាងដែលនៅជុំវិញអាវផាយនិងមាសរបស់គាត់រសាយបាត់ទាំងស្រុងនៅតាមផ្លូវទៅកាន់កោះបន្ទាប់ចេនពីងអានទីបំផុតបានជួបប្រទះនឹងក្រុមឃាតក្របីនាក់ដែលកំពុងលួចលាក់នៅក្នុងបឹងនៅថ្ងៃទី1និងទី15នៃខែនោះមជ្ឈមណ្ឌលថាមពលដ៏សំខាន់របស់ឃាតករត្រូវបានបំផ្លាញដោយការបំផ្លាញវត្ថុបុរាណផ្ទាល់ខ្លួនមួយក្នុងចំណោមវត្ថុបុរាណពីររបស់គាត់ដែលធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរនិងធ្លាក់ចូលទៅក្នុងទឹកដោយឆ្លៀតឱកាសក្នុងស្ថានភាពនេះអ្នកយុទ្ធសាស្ត្រយោធាម្នាក់បានដើរទៅរកយុវជននោះដែលពេលគាត់គិតថាជ័យជំនះប្រកាសជាបានធានាហើយក៏បានដើរគាត់យ៉ាងខ្លាំងរហូតដល់ដួលចូលទៅក្នុងបឹងចេនពីងខានបានចែកទូកហើយប្រើបំបងអេសីដើម្បីទាញបុរសទាំង3នាក់ឡើងលើទូកគាត់បានសួរពួកគេនៅសំណួរមួយចំនួនហើយខណៈពេលដែលចេនពីងខានកំពុងគិតយ៉ាងស៊ីជម្រៅឃាតក្រុមអ្នកបានបាការវេប្រហារដោយលួចលាក់មួយទៀតដោយត្រូវបានសម្លាប់ដោយកណ្ដាប់ដៃតែមួយដោយមិនចាំបាច់ប្រឹងប្រែងបន្ទាប់មកចេនពីងអានបានយកមនុស្សរស់2នាក់និងសាកសឹកត្រជាក់នោះទៅកាន់ច្រាំងក្បែរទីក្រុងយុនលើនៅលើបឹងស៊ូជៀនបន្ទាប់ពីមនុស្សម្នាក់បានសែងសាកសឹកហើយម្នាក់ទៀតដើរឡើងច្រាំងចេនពីងអានបានបង្វែរទូកហើយត្រឡប់មកវិញយឺតកន្លះម៉ោងក្រោយមកអ្នកដាំដុះឈីរាប់សិបនាក់បានសម្រុកចេញពីទីក្រុងយុនលើពួកគេត្រូវបានដឹកនាំដោយអ្នកហ្វឹកហាត់ដាស់កម្រិតទី7ពួកគេបានលំពាត់ Ken Pengen និងសាឡាងចេនពីងអានបានសួរអ្នកហ្វឹកហាត់ដាស់ថាតើអ្នកស្គាល់ខ្ញុំជានរណាហើយឈ្មោះខ្ញុំជាអ្វីទេតើអ្នកចាក់ចេញពីទីក្រុងដើម្បីប្រយុទ្ធដោយសារភក្តីភាពចំពោះមិត្តភក្តិរបស់អ្នកឬមួយក៏អ្នកមានគំនុំយូរអង្វែងប្រឆាំងនឹងកោះឈីងស៊ីអ្នកហ្វឹកហាត់ដាវបានអួតថាគាត់មិនស្គាល់មនុស្សទាំងពីរនាក់នោះទេហើយអាចចាត់ទុកថាជាមិត្តភក្តិរបស់មិត្តភក្តិប៉ុណ្ណោះប៉ុន្តែគាត់នឹងសម្លាប់អ្នកហ្វឹកហាត់ទាំងអស់ពីកោះឈីងស៊ីនិងបឹងស៊ូជៀនផ្ទុយទៅវិញគាត់បានខ្ទាស់និងម្រាមដៃពីរដើម្បីយកវត្ថុស័ក្តិសិទ្ធិមកខ្ទាស់វត្ថុស័ក្តិសិទ្ធិពិតនៃព្រះដែលវង្វេងទាំងយប់ទាំងថ្ងៃគាត់បានសម្លាប់អ្នកហ្វឹកហាត់ដាវអាណាចក្រទី7និងមនុស្សសុចរិតទីក្រុងយុនលើជាច្រើនអ្នកដែលនៅជួរមុខនៅនឹងកន្លែងហើយបន្ទាប់មកបានប្រើដាវហោះរបស់គាត់ឈ្មោះឈូយី
ដើម្បីសម្លាប់ឃាតករម្នាក់ក្នុងចំណោមឃាតករដំបូងបំផុតដែលបានរួចផុតពីគ្រោះមហន្តរាយដោយមិនអាពើនឹងអ្នកដាំដុះដែលខ្ចាត់ខ្ចាយនៅក្នុងទីក្រុងយុនលូលោកខេនផេងហ្គេនដែលកាន់តែធ្លាក់ទឹកចិត្តមិនបានទៅកោះឈីងស៊ីដើម្បីកាត់ក្បាលទាំងពីររបស់គាត់ហើយព្យួរវានៅលើចង្កេះរបស់គាត់ទេផ្ទុយទៅវិញគាត់បានឈប់ទូករបស់គាត់ម្ដងទៀតចង់វានៅសាឡាងហើយដើរចូលទៅក្នុងទីក្រុងយុនលូគាត់បានមកដល់ខាងក្រៅវិមានដ៏ធំមួយដោយនិយាយថាគាត់កំពុងស្វែងរកនរណាម្នាក់ដែលជាអ្នកស្គាល់គ្នាដែលគាត់ទើបតែបានជួបនៅជិតកោះយុនយូក្នុងបឹងស៊ូជៀនគ្មាននរណាម្នាក់បញ្ឈប់គាត់ទេបន្ទាប់ពីឆ្លងកាត់ច្រកទ្វារចេនពីងអានបានរកឃើញឃាតករដែលបានដឹកបុរសស្លាប់ឡើងលើច្រាំងនៅក្នុងទីធ្លីមួយដៅហោះលេខ15ដែលបានដើរតាមគាត់ចូលទៅក្នុងទីក្រុងដែលស្ងាត់កំពុងហានៅក្បែរគាត់ចេនពីងហ្គេនបានញាក់ក្បាលហើយមើលទៅទីដែលមួយរួចស្រែកឡើងយ៉ាងស្រទន់ថាព្រិលជុងក្មេងស្រីម្នាក់បានលេចឡើងនៅលើជញ្ជាំងចេនពីងអានបាននិយាយថាគុំតាមខ្ញុំទៀតអីការពារគូកានហើយប្រាប់គូកានកុំឲ្យជ្រៀតជ្រែកក្នុងរឿងទាំងនេះហើយកុំបញ្ចេញកំហឹងរបស់គាត់មកលើទីក្រុងយុនលើត្រីលុកតូចញឹកក្បាលយ៉ាងខ្លាំងដូចជាទទួលបានការលើកលែងទោសរួចក៏រត់ចេញទៅយ៉ាងលឿនចេនពីងអានបានដាក់ក្បាលទាំងពីរនៅលើថ្មក្នុងទីធ្លាអង្គុយចុះនៅម្ខាងសម្លឹងមើលឃាតករដែលមិនហ៊ានរើហើយសួរថាតើអ្នកមានអ្វីចង់និយាយទេដោយដឹងថាគាត់នឹងត្រូវវិនិច្ឆ័យហើយជាមួយនឹងក្តីសង្ឃឹមចុងក្រោយរបស់គាត់បានបាត់បង់ទៅបុរសនោះស្រាប់តែក្លាយជាមនុស្សក្លាហានមិនគួរឲ្យជឿហើយស្រែកដោយសំណាយដ៏អាក្រក់ថាខ្ញុំនឹងរងចាំអ្នកនៅក្រោមដីចេនពីងអានបានសួរថាចុះបើខ្ញុំបដូរចិត្តហើយសម្លាប់មនុស្សគ្រប់គ្នានៅក្នុងទីក្រុងយុនលើដែលស្គាល់អ្នកបុរសនោះសម្លឹងមើលទៅចេនពីងអានដោយសម្លឹងមើលទៅខ្ញុំចិត្តស្លាប់ហើយហេតុអ្វីខ្ញុំត្រូវខ្វល់ខ្វាយពីរឿងទាំងនេះចេនពីងអានបានញាក់ក្បាលទៅមើលមនុស្សជាច្រើនមកពីវិមានដែលឈរនៅច្រកចូលទីធ្លាបន្ទាប់មកងាកមុខចេញហើយក្រោកឈរឡើងខ្ញុំនឹងមកជួបអ្នកម្ដងទៀតក្នុងរយៈពេល2-3ថ្ងៃទៀតចេនពីងអានបានប៉ះភ្នែកខាងលើនៃជញ្ជាំងស្រាលដោយម្រាមជើងរបស់គាត់ដូចជាគាត់បានចាក់ចេញពីទីក្រុងយុនលើនៅពេលដែលគាត់ចាក់ចេញ Flying Sword 15បានបំបែកចំណិតចាក់មជុលសំខាន់ដែលនៅសេសសល់របស់ឃាតករក្នុងពេលតែមួយតាមពិតទៅចេនពីងអានបានត្រឡប់ទៅវិមាននោះវិញដោយសម្ងាត់បន្ទាប់ពីនោះបន្ទាប់មកខ្ញុំបានឃើញរឿងកំប្លែងមួយវាបានបង្ហាញថាឃាតករមិនមែនមកពីភូមិគ្រឹះនោះទេប៉ុន្តែជាសត្វស៊ូកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុព្វបុរសមុនគាត់គឺជាអ្នកដាំដុះដែលបានរត់គេចពីការសម្លាប់រង្គាស្ទើរតែទាំងអស់នៃត្រកូលរបស់គាត់នៅក្នុងបឹងស៊ូជៀនគាត់មិនបានលាក់ខ្លួននៅក្នុងទីក្រុងយុនលើជាកន្លែងដែលកន្លែងលាក់ខ្លួនរបស់គាត់ងាយនឹងលាតត្រដាងនោះទេប៉ុន្តែនៅក្នុងទីក្រុងព្រំដែននេនកូស៊ីហៅចម្ងាយជាង300ម៉ៃពីបឹងស៊ូជៀនទោះជាយ៉ាងណាក៏ដោយចេនពីងអានបានដាក់ពួកគេនៅទីនេះដូច្នេះឃាតករបានមកដល់ភូមិគ្រឹះដើម្បីសម្រាកចៃដន្យឃាតករម្នាក់ទៀតមានទំនាក់ទំនងនឹងទីពលច្រើននៅក្នុងទីក្រុងយុនលើដូច្នេះគាត់បានប្រមូលផ្តុំអ្នកដាំដុះជាច្រើនឲ្យចេញពីទីក្រុងដើម្បីតាមប្រមាញ់យុវជនមកពីកោះឈីងស៊ីក្រៅពីការចងគំនុំជាមួយកោះឈីងស៊ីគាត់ក៏ប្រហែលជាចង់ឆ្លៀតឱកាសនេះដើម្បីសម្លាប់លីវស៊ីម៉ាវដែលបច្ចុប្បន្នកំពុងកាន់អំណាចនៅលើកោះកុងលីវប្រសិនបើគាត់ទទួលបានជោគជ័យកាន់កម្លាំងបឹងស៊ូជៀនដែលមានអរិភាពចំពោះកោះឈីងស៊ីអាចនឹងការពារពួកគេហើយពួកគេថែមទាំងអាចងើបឡើងម្ដងទៀតផងដូច្នេះនៅពេលដែលអ្នកទាំងពីរបានពិភាក្សាគ្នានៅវិមាននោះពួកគេគិតថាផែនការនេះអាចធ្វើទៅបានវាជាករណីស្វែងរកទ្រព្យសម្បត្តិនងគ្រោះថ្នាក់មានឱកាសបង្កើតឈ្មោះឲ្យខ្លួនឯងនិងសម្លាប់អ្នកដាំដុះដ៏មានឥទ្ធិពលម្នាក់មកពីកោះឈីងស៊ីហេតុអ្វីមិនអាចអមតចាស់ដ៏គួរឲ្យគោរពនៃអាណាចក្រមើលសមុទ្ររូបនេះត្រូវបានបង្ក្រាបភ្លាមដោយអ្នកហ្វឹកហាត់អាណាចក្រទី4 2នាក់និងអ្នកក្បាច់គុនសុទ្ធម្នាក់នៃអាណាចក្រទី5ពួកគេបានអូសជើងរបស់ពួកគេអស់រយៈពេលយូរដែលខ្លាចបុរសដែលដេកក្នុងធ្លុកឈាមអាចនៅតែមានសញ្ញាបដ៏លេចធ្លោមានតែពេលនោះទេដែលពួកគេហ៊ានធ្វើសកម្មភាពនិងចាប់ខ្លួនគាត់ទាំង3នាក់សុទ្ធតែបែកញើសជោគខ្លួនបន្ទាប់មកបុព្វបុរសបច្ចុប្បន្នបានចាប់ផ្ដើមស្ដីបន្ទោសបុរសម្នាក់នេះចំពោះភាពមិនដឹងគុណរបស់គាត់ដែលស្ទើរតែបណ្ដាលឲ្យមនុស្សជាង100នាក់ស្លាប់នៅក្នុងបុព្វបុរសមុខរបស់គាត់បានបង្ខូចត្រង់ទ្រាយដោយកំហឹងបុព្វបុរសបានប្រកាសថាទោះបីជាគាត់ត្រូវជីកដីបីហ្វេតក៏ដោយគាត់នឹងរកឃើញកូនស្រីដ៏ស្រស់ស្អាតម្នាក់នេះដែលបានទៅលេងលំនៅឋានរបស់បុព្វបុរសកាលពីប៉ុន្មានឆ្នាំមុនហើយបន្ទាប់មកនៅចំពោះមុខគាត់សូមឲ្យគាត់រីករាយនឹងរូបភាពដ៏ស្រាបស្រាលនោះទាំងយប់ទាំងថ្ងៃឃាតករដែលត្រូវបានចង់ដៃនិងជើងនៅទីបំផុតបានចាប់ផ្ដើមទៅស៊ូយ៉ាងអស់សង្ឃឹមស្បែករបស់គាត់រហែកនិងហូរឈាម
បុព្វបុរសដែលមានអារម្មណ៍រីករាយខុសពីធម្មតាភ្នែករបស់គាត់ឡើងក្រហមបាននិយាយពាក្យដែលបន្ថែមការប្រមាថដ៏របួសថាគុំគិតថាកូនស្រីតូចរបស់អ្នកដែលកើតនៅចុងអាយុពិបាករកអីអ្នកដទៃប្រហែលជាមិនដឹងពីប្រវត្តិរបស់អ្នកទេប៉ុន្តែខ្ញុំដឹងតានាងមិនលាក់ខ្លួននៅតាមច្រកនិងទីក្រុងទាំងនោះនៅតាមព្រំដែននៃនគរស៊ីហៅទេរីខ្ញុំបាននិយាយថានាងជាសម្រាមគ្មានប្រយោជន៍ដែលគ្មានសមត្ថភាពដាំដុះប៉ុន្តែនាងស្រស់ស្អាតមិនគួរឲ្យជឿខ្ញុំជឿថាបើមានលុយច្រើនវាមិនពិបាកពេកទេក្នុងការរកនារីវ័យក្មេងដែលមានរូបរាងបែបនោះប្រសិនបើវិធីទាំងអស់នេះមិនអាចធ្វើទៅរួចសូមផ្សព្វផ្សាយថាអ្នកហៀបនឹងស្លាប់នៅក្រុងយន្តលើខ្ញុំមិនជឿថាកូនស្រីរបស់អ្នកនឹងនៅតែលាក់ខ្លួនហើយមិនព្រមបង្ហាញខ្លួនទេ3ថ្ងៃក្រោយមកនៅក្នុងទីក្រុងដែលមានកំពែងរឹងមាំមួយនៃនគរស៊ីហៅបុរសវ័យកណ្ដាលម្នាក់កំពុងរងចាំនៅទីនោះរួចហើយមុនពេលក្រុមមកពីទីក្រុងយន្តលើចូលទៅក្នុងទីក្រុងក្រុមនេះបានស៊ូត្រាំនឹងការលំបាកហើយបានដេកនៅខាងក្រៅដើម្បីធ្វើឲ្យដំណើររបស់ពួកគេលឿនជាងមុនដោយត្អូញត្អែរឈប់ឈរដឹកនាំដោយអ្នកហ្វឹកហាត់កម្រិតទី4និងអ្នកក្បាច់គុណកម្រិតទី5ពួកគេនៅតែមិនដឹងថាមាននរណាម្នាក់កំពុងមើលរាល់ចលនារបស់ពួកគេហើយថែមទាំងកត់ត្រាទុកដោយស្ងៀមស្ងាត់ទៀតផងបន្ទាប់ពីស្វែងរកតាមច្រកឆ្លងកាត់និងទីក្រុងនានាដែលមិនបានសម្រេចក្រុមនោះបានប្រញាប់ប្រញាល់ទៅកាន់ទីប្រជុំជនមួយក្បែរនគរស៊ីហៅភ្លាមជាចុងក្រោយនៅក្នុងផ្លូវតូចមួយក្នុងទីប្រជុំជនពួកគេបានរកឃើញគ្រួសារមួយគឺស្ត្រីចំណាស់ម្នាក់និងក្មេងស្រីម្នាក់ដែលពឹងពាក់គ្នាទៅវិញទៅមកដើម្បីរស់រានមានជីវិតពួកគេមិនមែនជាអ្នកមានរាភិជនទេប៉ុន្តែពួកគេជាគ្រួសារដែលមានជីវភាពទូធាក្រុមមនុស្សនេះមិនបានប្រញាប់ប្រញាល់ចាប់មនុស្សនោះទេយ៉ាងណាមិញនេះគឺជាទីស្នាក់ការខេត្តនៃនគរស៊ីហៅមិនមែនបឹងស៊ូជៀនទេទុកឲ្យតែទីក្រុងយន្តលើចុះបើស្ត្រីចំណាស់នោះជាអ្នកដាំដុះលាក់ខ្លួននៃអាណាចក្រទី5កណ្ដាលវិញតើពួកគេមិនមានបញ្ហាទេក្រុមនេះបានធ្វើការរួមគ្នាដើម្បីបង្កើតផែនការមួយពួកគេបានសុំឲ្យឆ្មាំគ្រួសារដែលមានរូបរាងស្មោះត្រង់បំផុតទៅផ្ញើសារមួយខណៈពេលដែលស្ត្រីចំណាស់នោះមិននៅទីនោះពួកគេបានប្រាប់នាងថាឪពុករបស់នាងបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយអ្នកដាំដុះមកពីកោះឈីងស៊ីក្នុងទីក្រុងយុនលូហើយកំពុងស្លាប់គាត់បានបាត់បង់សមត្ថភាពក្នុងការនិយាយទាំងស្រុងប៉ុន្តែមិនចង់ស្លាប់ទេនៅពេលដែលបុព្វបុរសរបស់ពួកគេមិនចុះដើម្បីស្ដាប់គាត់អាយ៉ាតែគាត់រអ៊ូតាមដងហើយម្ដងទៀតអំពីឈ្មោះទីក្រុងនិងកូនស្រីរបស់គាត់នោះហើយជារបៀបដែលគាត់អាចរកកន្លែងនេះបានបើសិនបើពួកគេមិនបានទៅទីក្រុងយុនលូឆាប់នេះទេវានឹងយឺតពេលហើយនាងត្រូវបានកំណត់មិនឲ្យជួបឪពុករបស់នាងជាលើកចុងក្រោយឡើយដំបូងឡើយក្មេងស្រីនោះមិនបានបើកទ្វារទេប៉ុន្តែបន្ទាប់ពីដំណឹងអាក្រក់ដែលនាំមកដោយឆ្មាំមកពីទីក្រុងយុនលើនាងបានបើកទ្វារទាំងទឹកភ្នែកហូរចុះមកលើមុខនាងយំសោកហើយរាងកាយរបស់នាងទន់ខ្សោយដោយដើមស្វាយដែលធ្វើឲ្យផ្លែប៉ាំរបស់អាដាមរបស់អ្នកយាមញ័របន្តិចបន្ទាប់ពីក្មេងស្រីនោះវេចខ្ចប់របស់របររួចរាល់នាងស្រាប់តែនឹកឃើញដល់ស្ត្រីចំណាស់ដែលនៅជាមួយនាងទាំងយប់ទាំងថ្ងៃនិងមើលថែជីវិតប្រចាំថ្ងៃរបស់នាងនិងអ្នកយាមដែលប្រញាប់នាំនាងចេញពីទីប្រជុំជនគាត់បាននិយាយថាគាត់ត្រូវតែប្រាប់ស្ត្រីចំណាស់ថាស្ត្រីចំណាស់នោះខ្សោយពេកហើយនឹងព្រួយបារម្ភនិងសង្ស័យប្រសិនបើនាងរកនាងមិនឃើញអ្នកណាដឹងស្ត្រីចំណាស់នោះអាចនឹងស្លាប់មុនពេលនាងទៅដល់ទីក្រុងយុនលើបើដូច្នោះនាងនឹងគ្មានសាច់ញាតិនៅសល់ក្នុងលោកនេះទេពេលដូច្នោះអ្នកយាមក៏វាយតម្លៃស្ថានភាពយ៉ាងរហ័សតើវាគ្រាន់តែជាស្ត្រីចំណាស់ដែលគ្មានប្រយោជន៍ម្នាក់មែនទេបន្ទាប់មកគាត់បានសម្លឹងមើលក្មេងស្រីដ៏មានមន្តស្នេហ៍និងមើលទៅស្លូតត្រង់ដែលហាក់ដូចជាមានអាយុប្រហែល17ឬ18ឆ្នាំដោយទុកតែល្អាញភ្នំមួយឡែកនៅក្នុងផ្សារតែម្នាក់ឯងនាងមិនអាចចាត់ទុកថាជាក្មេងស្រីតូចម្នាក់បានទេគាត់គិតថាការអនុញ្ញាតឲ្យនាងប្រាប់ស្ត្រីចំណាស់ដែលជិតស្លាប់នឹងមិនបង្កបញ្ហាអ្វីឡើយប្រសិនបើគាត់និយាយភ្លាមពេកវាអាចធ្វើឲ្យនាងមានការសង្ស័យដូច្នេះគាត់បានផ្លាស់ប្ដូរចិត្តហើយស្នាក់នៅជាមួយស្ត្រីដ៏ស្រស់ស្អាតដែលមានរូបរាងស្រស់ស្អាតគួរឲ្យសោកស្ដាយដើម្បីរង់ចាំស្ត្រីចំណាស់មកដល់ដែលរៀបណាស្ត្រីចំណាស់កាន់កន្ទឹកបន្លាយចូលទៅក្នុងទ្វារភ្លាមស្នាមញញឹមរបស់គាត់ក៏ឈប់ភ្លាមនៅពេលដែលកាំបិតមួយចាក់ចំខ្នងរបស់គាត់ពេលបុរសនោះញាក់មកស្ត្រីនោះក៏យកដៃខ្ទប់មាត់គាត់យ៉ាងលឿនហើយរុញគាត់ទៅលើដីក្នុងទីធ្លីយ៉ាងស្រាលមេដោះចាស់នៅតែមិនញើតពេលឃើញទិដ្ឋភាពនេះដោយទប់ស្កាត់ទុកព្រួយនឹងការព្រួយបារម្ភរបស់ខ្លួនស្ត្រីរូបនោះបានរៀបរាប់ពីការផ្លាស់ប្តូរនៅក្នុងទីក្រុងយុនលើស្ត្រីចំណាស់បានងឹកក្បាលដោយនិយាយថាវាទំនងជាក្រុមគ្រួសារនេះ
កំពុងឆ្លៀតអាកាសពីសំណាងអាក្រក់របស់នាងរីថាពួកគេកំពុងព្យាយាមគប់ចិត្តសត្រូវរបស់ពួកគេនៅលើកោះឈីងស៊ីស្ត្រីនោះបានអង្វរស្ត្រីចំណាស់ឲ្យទៅក្រុងយុនលើទោះបីជាវាមានន័យថាស្លាប់ក៏ដោយទោះបីជានាងមិនអាចជួបឪពុករបស់នាងជាលើកចុងក្រោយក៏ដោយក៏នាងត្រូវតែទៅក្រុងយុនលើស្ត្រីចំណាស់បានដឹកដង្ហើមធំដោយនិយាយថាថ្ងៃដ៏សុខសាន្តរបស់នាងបានចប់ហើយនាងមើលជុំវិញរួចក៏ហើរឡើងដោយសត្វស្លាបដែលលាតស្លាបរបស់វាឆ្ពោះទៅកាន់លំនៅឋានរបស់អ្នកដាំដុះម្នាក់ដែលបានមើលពួកគេអស់រយៈពេលយូរបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនាងបានត្រឡប់ទៅទីធ្លាវិញដោយកាន់របួសដ៏សាហាវរបស់នាងបានប្រាប់ស្ត្រីនោះថានាងបានកម្ចាត់ការគំរាមកំហែងដែលលាក់ខ្លួននៅទីនោះហើយស្ត្រីចំណាស់នោះពិតជាមិនអាចទៅទីក្រុងយុនលូបានទេនាងបានប្រាប់ស្ត្រីនោះឲ្យប្រយ័ត្នហើយបានឲ្យថ្នាំមួយគ្រាប់ដល់នាងដោយនិយាយថាប្រសិនបើមានបញ្ហាកើតឡើងនាងគួរតែខំវាយឲ្យស្លាប់ភ្លាមដោយពិតជាមានអារម្មណ៍ពិតនៃវិញ្ញាណនៃជីវិតដែលជិតមកដល់ស្ត្រីនោះបានបង្ខំចិត្តញឹមជូតទឹកភ្នែកចេញវិខ្ចប់កាបូបហើយចាក់ចេញពីទីប្រជុំជនតែម្នាក់ឯងដើម្បីអនាគតដ៏មិនប្រកបប្រជានៃទីក្រុងប៉ឹមពោកបឹងស៊ូជៀនបន្ទាប់ពីស្ត្រីរូបនោះបានជួលរទេះដឹកទំនិញហើយបើកចេញពីច្រកទ្វារក្រុងខេត្តដោយមិនដឹងខ្លួននៅក្នុងទីធ្លាបុរសវ័យកណ្ដាលម្នាក់កាន់ដាវវែងមួយបានវាយមនុស្សគ្រប់គ្នានៅក្នុងទីក្រុងយុនលើឯសន្លប់នៅផ្ទះសំណាក់មួយបន្ទាប់មកគាត់បានទៅទីធ្លាជាកន្លែងដែលស្ត្រីចំណាស់កំពុងក្អកឈាមនិងកំពុងដាំថ្នាំស្ត្រីចំណាស់បានបោះបង់ចោលក្តីសង្ឃឹមរួចហើយនៅពេលឃើញបុរសនោះលេចឡើងដែលស្ងៀមស្ងាត់មានការភ្ញាក់ផ្អើលនៅពេលដែលបុរសដែលមើលទៅធម្មតាកាន់ដាវដែលមើលទៅដូចជាអ្នកដាវវង្វេងបានបោះថ្នាំមួយគ្រាប់ឯនាងបន្ទាប់មកគាត់បានអង្គុយចុះនៅជ្រុងដើម្បីជួយដាំថ្នាំដោយមើលកម្ដាយហើយសួរអំពីប្រវត្តិរបស់អ្នកដាំដុះដែលបានស្លាប់លៀមស្ត្រីចំណាស់បានពិនិត្យមើលថ្នាំក្រអូបពេលកំពុងរើសថ្នាំពណ៌បៃតងចាស់នាងបានឆ្លើយសំណួរដោយនិយាយថាអ្នកដាំដុះគឺជាអ្នកដាំដុះដ៏អាក្រក់ម្នាក់មកពីបឹងស៊ូជៀនដែលចង់បានសម្រស់របស់នារីវ័យក្មេងរបស់នាងគាត់មានជំនាញនិងពូកែលាក់ខ្លួនម្ចាស់របស់នាងបានបាត់ខ្លួនជាយូរមកហើយអ្នកដាំដុះដ៏អាក្រក់នោះទើបតែបង្ហាញខ្លួនដោយចៃដន្យគាត់ទំនងជាមកពីកោះយុនយូឬក៏លីវជីនហើយប្រហែលជាចង់ចាប់ពង្រិតនារីវ័យក្មេងរបស់នាងដើម្បីជាសួយសារអាកូរដល់អ្នកដាំដុះដ៏មានអំណាចនៅក្នុងនិកាយរបស់គាត់ដំបូងឡើយនាងចង់រងចាំម្ចាស់របស់នាងត្រឡប់មកវិញមុនពេលដោះស្រាយវាប៉ុន្តែនាងមិនដែលនឹកស្មានថាចាស់របស់នាងដែលមានសមត្ថភាពវេទមន្តមិនធម្មតាបានជួបនឹងទីបញ្ចប់ដ៏សោកសៅរួចទៅហើយនៅក្នុងទីក្រុងយុនលើស្ត្រីចំណាស់មានអារម្មណ៍ច្របូកច្របល់កាន់តែខ្លាំងឡើងវាបានបង្ហាញថាខណៈពេលដែលបុរសវ័យកណ្ដាលកំពុងស្ងោរថ្នាំគាត់ពិតជាបានយកក្រដាសនិងប៊ិចចេញមកសរសេរអ្វីដែលគាត់បានឃើញនៅញីបន្ទាប់ពីបុរសវ័យកណ្ដាលរៀបចំថ្នាំរួចរាល់គាត់ក៏ក្រោកឈរឡើងប៉ុន្តែមុននឹងចាក់ចេញគាត់បានចង្អុលតែសាកសពដែលមិនត្រូវបានលាក់ទុកទាន់ពេលវេលាហើយសួរថាតើអ្នកគិតថាមនុស្សម្នាក់នេះសឹមនឹងស្លាប់ទេស្ត្រីចំណាស់ស្ទាក់ស្ទើរមួយសន្ទុះរួចក៏ជ្រើសរើសនិយាយដោយស្មោះត្រង់ថាបើគាត់មិនស្លាប់ទេនារីវ័យក្មេងរបស់ខ្ញុំនឹងជួបបញ្ហាពេលនាងទៅដល់ទីក្រុងប៉ឹមពុកនោះនាងនឹងរងទុក្ខវេទនាដ៏អាក្រក់ជាងសេចក្តីស្លាប់ទៅទៀតប្រហែលជាក្នុងចំណោមមនុស្សដែលនឹងធ្វើឲ្យនាងរងទុក្ខវេទនាដ៏អាក្រក់ជាងសេចក្តីស្លាប់នឹងមានមនុស្សម្នាក់នេះដែរបុរសវ័យកណ្ដាលមិនបានយល់ព្រមហើយក៏មិនបានប្រកែកដែររួចក៏ចាក់ចេញពីទីធ្លា2-3ថ្ងៃក្រោយមកនៅពេលយប់ជ្រៅរូបរាងដ៏ស្រស់ស្អាតមួយបានរអិលពីលើជញ្ជាំងវិមានក្នុងទីក្រុងយុនលើទោះបីជានាងទើបតែស្នាក់នៅក្នុងវិមាននោះបាន2-3ថ្ងៃក៏ដោយក៏ការចងចាំរបស់នាងគីល្អខ្ចោះទោះបីជានាងគ្រាន់តែជាអ្នកបាច់គុណកម្រិតទី3ក៏ដោយក៏នាងអាចដើរឆ្លងកាត់វាដូចជាវាទេជាការពិតណាស់នេះក៏តាក់ទងនឹងការពិតដែរថាពួកព្រឹទ្ធាចារ្យទាំង3នៃវិមានកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងយុនលើវិញប៉ុន្តែនៅពេលដែលនាងចុះជាយ៉ាងស្ងៀមស្ងាត់នៅក្នុងទីធ្លាមួយវិមានទាំងមូលស្រាប់តែភ្លឺឡើងហើយចង្កៀងគោមត្រូវបានបំភ្លឺនិងព្យួរខ្ពស់ស្ត្រីដែលបានលួចចូលទៅក្នុងវិមាននៅពេលយប់កំពុងត្រូវបានជួលជាបណ្ដោះអាសន្នដោយអ្នកដាវកម្រិតទី6ដែលត្រូវបានជួលដោយចំណាយប្រាក់ច្រើនគាត់ចេតនាចុចដាវហោះកំណែតរបស់គាត់ទៅលើទ្រង់របស់នាងជាជាងចិញ្ចាំឬក៏របស់នាងហើយបន្ទាប់មកដាក់ដាវវែងដែលទាញចេញលើស្មារបស់នាងយ៉ាងថ្នាំដោយក្រវីមរ៉ាំដៃគាត់បានហែកស្បៃមុខដែលបិទបាំងមុខរបស់នាងចេញអ្នកដាវក្មេងដែលមានមុខស្រដៀងនឹងបុរសចំណាស់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយញឹមដោយនិយាយថាមិនអាក្រក់ទេមិនអាក្រក់ទេទោះបីជាអ្នកមិនមែនជាអ្នកហ្វឹកហាត់ក៏ដោយអ្នកមានស្បែកបែបនេះអ្នកពិតជាស្រស់ស្អាតដោយធម្មជាតិខ្ញុំបាននិយាយថា
អ្នកជាអ្នកក្បាច់គុណសុទ្ធសាធដោយការហ្វឹកហាត់បន្តិចជំនាញរបស់អ្នកនៅលើក្រែងនឹងត្រូវបានគេរំពឹងទុកកាន់តែច្រើនអ្នកហ្វឹកហាត់ដាវបានញាក់ទៅរកម្ចាស់វិមានហើយញឹមថាខ្ញុំមិនបានកុហកទេដូចដែលបានព្រមព្រៀងគ្នាអ្នកមិនចាំបាច់បង់ប្រាក់ទេពធីតាពាក់កណ្ដាលដែលនៅសល់ទេស្ត្រីនោះគ្រាន់តែនិយាយថានាងចង់ជួបឪពុករបស់នាងជាលើកចុងក្រោយហើយបន្ទាប់ពីនោះនាងនឹងអនុញ្ញាតឲ្យគាត់ធ្វើតាមដែលគាត់ចង់អ្នកដាវបានយកដាវរបស់គាត់ដាក់ក្នុងស្រោមញឹកក្បាលរួចវេយ៉ាងលឿនដោយផ្លេកបន្ទោគាត់បានគូសកញ្ចឹងរបស់ស្ត្រីនោះដោយម្រាមដៃពីររួចក្រវីវីច្រើនដងធ្វើឲ្យនាងក្អួតថ្នាំមួយគ្រាប់អ្នកដាវមុខចាស់កាន់ថ្នាំនៅក្នុងដៃរបស់គាត់យកវាមកជិតច្រមុះរបស់គាត់ហិតវាដោយទឹកមុខរំភើបរួចបោះវាទៅលើដីដោយចៃដន្យហើយកំទេចវាដោយម្រាមជើងរបស់គាត់នារីវ័យក្មេងដ៏ស្រស់ស្អាតតើអ្នកអាចស្វែងរកសេចក្តីស្លាប់ដោយរបៀបណាតើអ្នកដឹងទេថាពាក្យកណ្ដាលនៃប្រាក់អមតៈដែលខ្ញុំធ្លាប់ទិញជីវិតរបស់អ្នកមានតម្លៃប៉ុន្មានប្រាក់200,000 តាដោយហេតុផលខ្លះស្ត្រីដែលរាងកាយស្ពឹកនិងខ្សោយមិនអាចខំអណ្ដាតរបស់ខ្លួនដើម្បីធ្វើអត្តឃាតបានទេនាងអាចត្រូវបានសង្កត់ដោយស្មារបស់អ្នកហ្វឹកហាត់ដាវហើយអូសទៅបន្ទប់ចំហៀងមួយក្នុងទីធ្លាពេលទ្វារត្រូវបានទាត់បើកនាងបានឃើញបុរសម្នាក់ប្រឡាក់ដោយឈាមភ្នែកធំស្ត្រីនោះបានស្រក់ទឹកភ្នែកអ្នកហ្វឹកហាត់ដាវអាណាចក្រទី6បាននិយាយដោយមោទនភាពថាបន្ទាប់ពីឪពុកនិងកូនស្រីបានជួបជុំគ្នាវិញវាដល់ពេលហើយនៅពេលនោះរាងកាយរបស់អ្នកហ្វឹកហាត់ដាវបានតានតឹងភ្លាមដាវហោះកំណែតរបស់គាត់ទើបតែចាក់ចេញពីមជ្ឈមណ្ឌលថាមពលសំខាន់ពេលដែលវាបញ្ចេញរំញ័រវាបានបង្ហាញថាវាបានបុកចំចុងដាវហោះកំណែតមួយទៀតមិនត្រឹមតែផ្នែកតូចមួយនៃចុងដាវបែកភ្លាមនោះទេប៉ុន្តែដាវហោះរបស់អ្នកដាវក៏ត្រូវបានជាប់នៅចន្លោះម្រាមដៃពីរផងដែរអ្នកហ្វឹកហាត់ដាវបានញាក់ក្បាលយ៉ាងរឹងរូសរួចក៏ចាប់ដៃភ្លាមហើយនិយាយថាសិស្សច្បាំងឌូសេហ៊ូមកពីទីក្រុងយុនលើសូមគោរពដល់សិស្សច្បាំងដាវអមតៈនៃកោះឈីងស៊ីវាបានបង្ហាញថាដោយគ្មាននរណាម្នាក់កាត់សម្គាល់ឃើញបុរសវ័យក្មេងម្នាក់ដែលមានមុខស្លេកបន្តិចកាន់ដាវនិងផ្លែល្ពៅកំពុងជ្រឹកបែរអ្នកហ្វឹកហាត់ដាវចំណាស់នៅអាណាចក្រទី6បុរសនោះបានបន្ធូរការក្តាប់របស់ខ្លួនហើយបានប្រកល់កាក់ពីឲ្យអ្នកកាន់ដាវឌូសេហ៊ូជាអ្នកហ្វឹកហាត់ដាវឋានទី6បានទទួលយកកាក់ពីដោយភ័យព្រួយសម្រាប់ពាក្យព្រះអាទិត្យ Lesser Head ហើយបានចាក់ចេញពីវិមានដោយមិននិយាយអ្វីទាំងអស់ចុងដាវហោះរបស់ខ្ញុំបានបែកខ្ទេចខ្ទីកាក់4ដែលខ្ញុំបានទទួលជាការទូទាត់សម្រាប់ឧបត្តិហេតុនេះមិនអាចទូទាត់សង្វាបានទេហើយប្រាក់ដតេវភាពដែលត្រូវការដើម្បីជួសជុលដាវហោះរបស់ខ្ញុំមិនអាចមានតម្លៃជាងជីវិតរបស់ខ្ញុំឡើយវាគ្រាន់តែជាការអាណិតដែលនារីវ័យក្មេងដ៏ស្រស់ស្អាតនិងមានសម្បុរសស្អាតរូបនេះត្រូវបានកំណត់ឲ្យមិនអាចរីករាយនឹងវាបាននៅយប់នោះរទេះសេះមួយបានបាក់បោចេញពីទ្វារក្រុងយុនលើយឺតឆ្ពោះទៅកាន់នគរស៊ីហាវពេលព្រឹកព្រលឹមវាបានចាក់ចេញពីក្រុងយុនលើរួចហើយចេនពីងអានបានបញ្ឈប់សេះលោតចុះពីទេសេះហើយរៀបចំខ្លួនត្រឡប់ទៅសាឡាងវិញនៅខាងក្រៅក្រុងយុនលើគាត់សង្ឃឹមថាទូកសាឡាងដែលចាំងនៅច្រាំងមិនត្រូវបានគេលួចទេបើមិនដូច្នោះទេវានឹងបង្កបញ្ហាខ្លះស្ត្រីនោះបានលើកវាំងនឹងរទេះសេះឡើងហើយអង្គុយលើកៅអីអ្នកបាក់បោឪពុករបស់នាងបានដេកលក់នៅក្នុងរទេះសេះខាងក្រោយរួចហើយបានរួចផុតពីគ្រោះថ្នាក់ប៉ុន្តែវានឹងពិបាកសម្រាប់គាត់ក្នុងការត្រឡប់ទៅនគរចុងវិញក្នុងជីវិតនេះនាងសម្លឹងមើលខ្នងយុវជននោះទប់ទឹកភ្នែកហើយនិយាយដោយសំឡេងជ្រៅថាថ្ងៃណាមួយខ្ញុំនឹងសង្សឹកញាក់ប៉ុន្តែយុវជននោះមិនអើពើនឹងនាងតតែសោះសូម្បីតែមិនសម្លឹងមើលនាងក៏ដោយដែលធ្វើឲ្យស្ត្រីនោះកាន់តែជូរចិត្តនិងអាក់អន់ចិត្តភ្លាមនោះភាពត្រជាក់មួយបានរត់ចុះមកតាមឆ្អឹងខ្នងរបស់នាងព្រោះមនុស្សនោះឈប់ហើយបែរមកវិញចេនពីងអានបាននិយាយថាខ្ញុំអាចនឹងស្នាក់នៅបឹងស៊ូជីនយ៉ាងហោចណាស់2 ឆ្នាំប្រសិនបើពេលវេលានោះឃ្លីពេកសម្រាប់អ្នកហើយអ្នកមិនជឿជាក់ថាអ្នកអាចសង្សឹកបានទេអ្នកអាចមកស្រុកឡុងខ្វានក្នុងទីក្រុងដាលីដើម្បីរកខ្ញុំនៅពេលអនាគតក្មេងស្រីទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចេនពីងគែនបាននិយាយទៅកាន់នាងថាអ្នកអាចនាំមិត្តភក្តិម្នាក់មកជាមួយដើម្បីឲ្យពួកគេអាចជួយអ្នកប្រមូលសាកសពរបស់អ្នកបានព្រោះខ្ញុំនឹងសម្លាប់តែអ្នកប៉ុណ្ណោះស្ត្រីនោះសម្លឹងមើលដោយទទេខណៈបុរសនោះបាត់ខ្លួនបន្តិចម្ដងទៅក្នុងចម្ងាយនៅក្នុងរទេះសេះឪពុករបស់នាងហាក់ដូចជាត្រូវបានដាស់ឲ្យភ្ញាក់ពីដំណេកហើយក្អកហើយនិយាយថាកុំគិតពីការសង្សឹកប្រឆាំងនឹងគាត់នាងជូតទឹកភ្នែកចេញរួចញាក់មកសួរថាលោកប៉ាខ្ញុំមិនស្រួលចិត្តទេដែលបានសួរលោកប៉ាមុនពេលគាត់មកដល់ទីនេះប៉ុន្តែតាយើងខ្លាយជាសត្រូវនឹងគាត់ដោយរបៀបណានៅក្នុងរទេះសេះបុរសនោះនៅស្ងៀម
បន្ទាប់ពីដើរជុំវិញទីក្រុងយួនលើពួកគេបានមកដល់ចំណុចឆ្លងកាត់សាឡាងមិនត្រឹមតែសាឡាងនៅទីនោះទេថែមទាំងមានអ្នកដាំដុះ2នាក់មកពីទីក្រុងយួនលើដែលមិនស្គាល់ពួកគេជាពិសេសកំពុងយាមវាពួកគេប្រហែលជានៅទីនោះដើម្បីការពារចរល្ងង់ខ្លាណាមួយពីការលោភលន់និងប្រថុយជីវិតរបស់ពួកគេដែលនឹងធ្វើឲ្យអ្នកចាស់ទុំកោឈីងស៊ីបញ្ចេញកំហឹងរបស់គាត់ទៅលើទីក្រុងយួនលើទាំងមូលចេនពីងអានបានថ្លែងអំណរគុណដល់អ្នកដាំដុះទាំង2នាក់រួចក៏ចែកទូកចេញទៅនៅពេលដែលគាត់ដើរទៅឆ្ងាយទៅគំនិតរបស់ខៀនភេងហ្គេនបានរសាត់ទៅឆ្ងាយពេលគាត់ដឹងខ្លួនវិញគាត់បានលែងដៃម្ខាងហើយគូស្រង់វងមួយនៅលើអាកាសដំណើរទៅកាន់កោះឈីងស៊ីគឺជាដំណើរដ៏វែងឆ្ងាយនិងលំបាកតាមផ្លូវទឹកចេនពីងអានមិនមានគម្រោងភ្លាមដើម្បីទៅកាន់កោះបឹងស៊ូជៀនដែលនៅក្បែរនោះទេប៉ុន្តែនៅតាមផ្លូវគាត់បានជួបប្រទះនឹងកប៉ាល់ដ៏ធំមួយដែលបានមកទទួលគាត់ចេនពីងអានបានអណ្តែតលើក្បាលកប៉ាល់ជាកន្លែងដែលគូកាននិងត្រីតូចMadafish ជ្រឹកបែកគ្នាគូកានបានក៏សឹកបាហើយនិយាយថាចេនពីងអានហេតុអ្វីបានជាអ្នកស្រុកទម្ងន់ម្ដងទៀតបន្ទាប់ពី2-3ថ្ងៃចេនពីងហ្គេនបានសួរថាតើមានរឿងអ្វីកើតឡើងនៅលើកោះកុងលីវគូកានបានរមៀលភ្នែករបស់គាត់ដៃរបស់គាត់ដាក់ចូលទៅក្នុងដៃអាវរបស់គាត់វាគួរឲ្យធុញណាស់ពួកគេតែងតែគូសហើយសម្លឹងមើលគ្នាទៅវិញទៅមកប៉ុន្តែនោះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេនៅក្នុងប្រវត្តិសាស្ត្រថ្មីនៃបឹងស៊ូជៀនការបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រជៀនហ៊ូដ៏វែងបំផុតមានរយៈពេលជាងកន្លះឆ្នាំពួកគេស្ទើរតែកំពុងសាងសង់ខ្ទមដំបូលឬដេកលើនៅក្នុងសាលប្រជុំនៅលើកោះការបោះឆ្នោតដ៏ខ្លីបំផុតមានរយៈពេលត្រឹមតែ1ខែប៉ុណ្ណោះដោយសារតែការឈ្លោះប្រកែកគ្នាទាំងអស់មាននរណាម្នាក់ខឹងសម្បាយ៉ាងខ្លាំងរហូតដល់សម្លាប់ចាវេកោះជាង20នាក់នៅពេលនោះហើយបន្ទាប់មកព្រះមហាក្សត្រជៀនហ៊ូថ្មីត្រូវបានតែងតាំងនៅថ្ងៃនោះនាងគឺជាគូស្នេហ៍របស់មនុស្សនោះនិងជាអ្នកដាំដុះស្ត្រីតែម្នាក់គត់នៅក្នុងបឹងស៊ូជៀនដែលអង្គុយលើកៅអីព្រះមហាក្សត្រជៀនហ៊ូចេនពីងក្បាគូកាន់បានសួរដោយចង់ដឹងចង់ឃើញថាតែអ្នកមានរឿងសប្បាយអ្វីខ្លះដែលត្រូវធ្វើបន្ទាប់ពីចាក់ចេញពីបឹងស៊ូជៀនហើយឡើងច្រាំងលើកនេះទេចេនពីងហ្គេនគិតមួយសន្ទុះរួចនិយាយថាខ្ញុំបានឃើញបន្ទាត់មួយគូកាននិងត្រីមុតហ្វីស្តូចសម្លឹងមើលមុខគ្នាដោយញៀងឆ្ងល់គូកានដែលមិនចង់បង្ខំបញ្ហាក៏បានបដូរប្រធានបទហើយនិយាយទាំងញឹមថាកោះឈីងស៊ីបានទទួលសារដាវហោះដំបងពីភ្នំពីយុនដែលជាស្រុកកំណើតរបស់យើងខ្ញុំបានបញ្ជារួចហើយថាដាវហោះនេះត្រូវតម្កល់ទុកក្នុងបន្ទប់ដាវជាដូនតាដូច្នេះគ្មាននរណាម្នាក់អាចបើកសារសម្ងាត់ដោយគ្មានការអនុញ្ញាតបានទេចេនពីងអានបានងាកមើលទៅគូកានវិញញឹកក្បាលបង្ខំញឹមហើយរំលឹកគាត់ថាស្ថានភាពកាន់តែស្ងប់ស្ងាត់នៅលើកោះកុងលីវអ្នកនិងមេតបតូចកាន់តែត្រូវប្រុងប្រយ័ត្នខ្ញុំសង្ស័យថាដាលីនិងរាជវង្សជូយីងនឹងប្រកួតប្រជែងគ្នាដោយសម្ងាត់ដើម្បីអំណាចនៅបឹងស៊ូជៀនប្រសិនបើរឿងនេះកើតឡើងហើយភាគីណាមួយចូលរួមអ្នកគួរតែថ្ក្រោយហើយកុំប្រញាប់ប្រញាល់ធ្វើសកម្មភាពថាតាលីវស៊ីម៉ៅនៃកោះឈីងស៊ីអាចក្លាយជាអ្នកគ្រប់គ្រងជីហ៊ូលែងជាអ្វីដែលអ្នកនិងមេតបតូចអាចសម្រេចចិត្តដោយការស៊ីមេតបមេសមួយឬពីរក្បាលទៀតហើយគូកាន់រអ៊ូតែមដោយយល់ស្របថាខ្ញុំយល់ហើយខ្ញុំដឹងពីអ្វីដែលសំខាន់ខ្ញុំនឹងគិតគូរពីយើងមុនពេលខ្ញុំធ្វើសកម្មភាពដោយពិចារណាថាខ្ញុំអាចសម្លាប់អ្នកណានិងកម្លាំងអ្វីដែលខ្ញុំមិនគួររញ៉េរញ៉ៃជាមួយសត្វឡោកតូចនោះបានអង្អែលពុះរបស់វាតាមពិតវាឃ្លានបន្តិចបន្ទាប់មកចេនពីងអានបានងាកភ្នែកចេញហើយបន្តសម្លឹងមើលទេសភាពបឹងគាត់មិនដឹងថាតើគាត់នឹងមានឱកាសសម្ដងទៀតក្នុងជីវិតនេះដើម្បីញាក់មើលទៅក្រោយហើយឃើញត្បូងថ្មដ៏ស្រស់ស្អាតភ្លឺចែងចាំងនោះលត់នោះទេ